ระยะเป้5 ឆ្នាំមកហើយបន្ទប់គេងរបស់ជាងប៉ៃហានតែងតែជាកន្លែងហាមឃាត់សម្រាប់ខ្ញុំ ដោះខ្លួនឯងទៅ แซมวันวัน បងអូនស្រីរបស់ខ្ញុំ នៅក្នុងចិត្តជាងប៉ៃហានមានតែពន្លឺព្រះច័ន្ទទល់ដែលគេមិនអាចបំភ្លេចបានខ្ញុំមិនដែលដឹងថានៅទីនេះតែងតែមានរូបគំនូររបស់នាងព្យួរជាប់ វ៉ាន់វ៉ាន់នឹងត្រឡប់មកវិញហើយក្នុងពេលកំពុងនេះខ្ញុំនឹងមិនប៉ះពាល់អ្នកទៀតទេ អូខេ អ្នកអាចធ្វើចិត្តថ្លើមបានខ្ញុំនឹងមិនបំពានលើកិច្ចព្រមព្រៀងទេខ្ញុំនឹងរៀបការជាមួយអ្នកតាមកិច្ចព្រមព្រៀងប៉ុន្តែចូលអ្នកចាំឲ្យបាននៅក្នុងចិត្តខ្ញុំមានតែវ៉ាន់វ៉ាន់ទេ ជាងប៉ៃហានអ្នកខ្វក់យ៉ាងស្មោះត្រង់អកុសលខ្ញុំមិនមែនជាកន្លែងទំនិញសម្រាមទេសែមវ៉ាន់វ៉ាន់ត្រសក់រលួយដូច្នេះខ្ញុំសូមត្រឡប់ឲ្យអ្នក អំពើឈួតរបស់អ្នកកិច្ចព្រមព្រៀងរៀបការក៏បានចុះហើយអ្នកនិយាយថាចង់ត្រឡប់ទៅវិញរៀបការជាមួយមនុស្សជាងខ្វឹកនោះ ជីដូនពីដំបូងត្រកូលសែមបានកំណត់កិច្ចព្រមព្រៀងរៀបការពីរប្រសិនបើមិនមែនប្អូនស្រីចាក់ចេញទេខ្ញុំគួរតែបានរៀបការទៅត្រកូលសុងរួចទៅហើយ 2 ឆ្នាំមុនមកគ្រូសាជាងមិនដែលបំពេញលើអ្នកទេខ្ញុំក៏តែងតែចាត់ទុកអ្នកជាចៅរបស់ខ្ញុំដែរគ្រាន់តែសែមវ៉ាន់វ៉ាន់ត្រឡប់មកវិញអ្នកចង់បញ្ចប់អ្វីជាមួយខ្ញុំទៅហើយ អ្វីដែលជីដូនបានធ្វើល្អចំពោះខ្ញុំនឹងមិនភ្លេចទេប៉ុន្តែខ្ញុំពិតជាមិនអាចរស់នៅជាមួយបុរសដែលចិត្តគ្មានខ្ញុំរហូតដល់ចុងជីវិតទេ ខ្ញុំអាចកែកិច្ចព្រមព្រៀងរៀបការបានប៉ុន្តែខ្ញុំត្រូវការឲ្យអ្នកនៅជាមួយប៉ៃហានរៀបចំពិធីរៀបការឲ្យហើយអ្នកទើបអាចចាក់ចេញបាន ខ្ញុំអាចទទួលយកបានប៉ុន្តែខ្ញុំត្រូវការ$100 លាន ឡ ជាងប៉ៃហានខែចុងក្រោយនេះខ្ញុំនឹងតស៊ូដោយស្អប់ខ្ពើមនៅតែជួយអ្នកលេងរឿងល្ខោនទៅទៀត សូមស្វាគមន៍ការត្រឡប់មកវិញរបស់កញ្ញាវ៉ាន់វ៉ាន់អូនេះហើយគឺកញ្ញាវ៉ាន់វ៉ាន់ស្អាតណាស់មែនទេស្អាតអស្ចារ្យមែនវ៉ាន់វ៉ាន់សូមស្វាគមន៍ការត្រឡប់មកវិញ បើខានវាមានតម្លៃពេកហើយ វ៉ាន់វ៉ាន់អ្នកសមនឹងទទួលបានអ្វីដែលល្អបំផុតនៅលើពិភពលោកនេះ ជាងពេជ្រហានអ្នកមិនដែលដឹងថាអ្នកដែលអ្នកនិយាយថាសមនឹងអ្វីទាំងអស់សែនវ៉ាន់វ៉ាន់នោះបានបំផ្លាញជីវិតខ្ញុំម្ដាយទើបតែស្លាប់ទៅឪពុកខ្ញុំក៏នាំស្ត្រីក្មេងនិងកូនស្រីក្រៅច្បាប់មកផ្ទះភ្លាមអនុញ្ញាតឲ្យនាងឆក់យកអ្វីរបស់ខ្ញុំទាំងអស់យករបស់របររបស់អ្នកស្លាប់នោះចោលចេញអស់ចុះ ហាក់រកពេកគុំអី កុំ គុំ ច្រាំងខ្ញុំទៅរស់នៅក្នុងបន្ទប់ក្រោមដីធ្វើទុកបុកម្នេញរាល់ថ្ងៃ ដូចជានេះអ្នកត្រូវអត់ខ្លានទៅហើយ ការលេចមុខរបស់ជាងពេជ្រហានធ្លាប់ជាសង្ឃឹមតែមួយគត់របស់ខ្ញុំក្នុងការគេចខ្លួនពីត្រកូលសែមលោកមិនអីទេណា សូមអរគុណខ្ញុំពិតជានឹងទប់ស្នងអ្នក ណាត់ជុំមកអី ដោះលែងខ្ញុំមិនរៀបការទេ ជុកនិយាយច្រើនបางทีផ្លៃខានមិនយកណាទេអ្នកក៏មិនអាចរស់បានសុខសប្បាយដែរ តើដោះលែងខ្ញុំមិនរៀបការទេខ្ញុំគិតថាវាជាការសង្គ្រោះមួយប៉ុន្តែមិនគិតថាគាត់ជាអ្នកបង្កើតគុកមួយទៀតសម្រាប់ខ្ញុំជាងពេជ្រហាននៅសល់តែមួយខែទៀតប៉ុណ្ណោះខ្ញុំពិតជានឹងចាក់ចេញពីអ្នកជាស្ថាពរមិនធ្វើជាជំនួសអ្នកណាម្នាក់ឡើយ ផ្លូវខានអរគុណ កាលពីនៅត្រកូលសែមបើគ្មានអ្នកសង្គ្រោះខ្ញុំទេខ្ញុំបានស្លាប់ហើយ អ្វីសម្រាប់តែណាខ្ញុំសឹកចិត្តធ្វើទាំងដល់ វ៉ាន់វ៉ាន់នៅថ្ងៃខាងមុខខ្ញុំពិតជានឹងថែរក្សាអ្នកឲ្យបានល្អ San Jui, Hakwat Dojna, Dalu Chok Jiwat Not the day, Head E Menton Slapter,
កាលពីមុនអ្នករត់ទៅជាមួយបរិសចំអកត្រូវគេបោកប្រាស់ទ្រព្យសម្បត្តិនិងរាងកាយវិលមកវិញមួយជុំក៏ត្រូវតែមកដេញយកប្តីចិត្តពីស្នេហាចាស់វិញជីវិតបែបនេះមានអ្វីគួរឲ្យលើកយក អ្នកជុកមាត់នៅក្នុងចិត្តជាងបើខានមានតែខ្ញុំប៉ុណ្ណោះទោះបីខ្ញុំលែបងការរៀបការក៏ដោយជ្រាបណាខ្ញុំព្រមគាត់នៅតែជ្រើសរើសខ្ញុំដែរថ្ងៃនេះខ្ញុំនឹងវាយអ្នកឃើញថាជីវិតរបស់អ្នកគ្រាន់តែជារឿងចំអកប៉ុណ្ណោះ ជួយ ដើម្បីបរិសម្នាក់ឈួតណាស់ ជួយអាអ្នកណាមកផងកញ្ញាសាន់ផ្លាក់តកហើយមែនអ្នកណាមកផងកញ្ញាសាន់ផ្លាក់តកហើយ ฉันเสียមានអីទេមេឆយមានរបួសទេ Darren ជួយខ្ញុំផង វ៉ានូន Wen Darren ជួយខ្ញុំផង វ៉ានូន វឿនវឿនស៊ីវៃបានវឿនវឿនមានអីទេហេតុអីបានជាមិនប្រយ័ត្នខ្លួនបែបនេះ គឺសេសនាងខំខ្ញុំដែលត្រឡប់មកពីប្រទេសក្រៅហើយក៏ខំខ្ញុំដែលមកជួបអ្នកទៀតផង ខ្ញុំមិនបានធ្វើទេមិនជាទេទៅពិនិត្យមើលចុះ គ្រប់ហើយសុំទោសពីវឿនវឿនតើ ខ្ញុំនឹងមិនសុំទោសចំពោះអ្វីដែលខ្ញុំមិនបានធ្វើឡើយ ពាក្យអីដែរខ្ញុំមិនចង់និយាយម្ដងទៀតទេភ្លាមឥឡូវនេះ មិនអាចទេ នៅឈួរចាំអីទៀត ឯងឈួតហើយ ខ្ញុំបាននិយាយឲ្យថាខ្ញុំមិនបានធ្វើទេគុំដោះលែងខ្ញុំហៅទឹកមិនចេះទេដោះលែងខ្ញុំមិនរៀបការទេគ្រូអាក្រៅ វឿនវឿននាពេលអនាគតខ្ញុំពិតជានឹងថែរក្សាអ្នកឲ្យបានល្អក្នុងចិត្តខ្ញុំមានតែវឿនវឿនប៉ុណ្ណោះអ្នកមានតែខ្ញុំប៉ុណ្ណោះ បើខានពេលកន្លងមកនេះខ្ញុំតែងតែនឹកណាអ្នកនៅតែចង់រៀបការជាមួយខ្ញុំទេ វ៉ាន់ខ្ញុំចង់ប៉ុន្តែខ្ញុំបានសន្យាទៅហើយសន្យាថានឹងរៀបការជាមួយជីយី ប៉ុន្តែពេលមុននោះអ្នកដែលត្រូវរៀបការជាមួយអ្នកគឺខ្ញុំមិនមែននោះ ប្រធានជាងអីកើតហើយកញ្ញាសុនស្លាប់ដាច់ដង្ហើមហើយខ្ញុំមកភ្លាម បើខាន សុនជីយីខ្ញុំបានរកគេមកសង្គ្រោះអ្នកហើយអ្នកធ្វើមុខឲ្យខ្ញុំធ្វើអី ធ្វើមុខអាយចាំបាច់ហានខ្ញុំចិត្តស្លាប់ហើយអ្នកគិតថាខ្ញុំត្រូវអរគុណអ្នកទៀត ទាំងអស់នេះគឺអ្នកឯងរកទុកដោយខ្លួនឯងគុំប្រើវិធីល្បិចចោលខុសឆ្គងដើម្បីដណ្ដើមយកការស្រឡាញ់តាក់ទាញការយកចិត្តទុកដាក់ពីខ្ញុំក្នុងចិត្តខ្ញុំមានតែវ៉ាន់គុំគិតថាខ្ញុំរៀបការជាមួយអ្នកនឹងអាចផ្លាស់ប្ដូរអ្វីបានបើមិនចង់ស្លាប់ទៅផឹកថ្នាំចុះដែលរៀបណែអ្នកស្ដាប់ពាក្យកិច្ចសន្យារៀបការនៅតែដែរតំណែងជាភរិយាលោកជាងនឹងនៅជារបស់អ្នកជារៀងរហូត វ៉ាន់ ខ្ញុំមិនខ្វល់ទេអ្នកណាចង់រៀបការជាមួយអ្នកខ្វិនត្រកូលសំនោះខ្ញុំចង់លុបកិច្ចសន្យារៀបការ វ៉ាន់កុំអល់ពេកកុំធ្វើឲ្យខ្លួនឯងរបួសកុំធ្វើទេហើយគ្រប់ពេកហើយណាបង្ខំកូនស្រេះយើងឲ្យមកដល់ថ្នាក់នេះពីដើមការរៀបការចូលត្រកូលជាងគូតែជាវ៉ាន់របស់យើងទេតាហេតុអីបានជាឲ្យសុនជីនោះតែយកផលប្រយោជន៍ស្អាតសម ប៉ុន្តែយាយដេកជាងបានបញ្ជូនលិខិតស្នើសុំរៀបការមកហើយវ៉ាន់ហ៊ុនស្ដាប់ពាក្យសិនពុកម្ដងមើលត្រកូលសុំក៏ល្អដែរ ខ្ញុំមិនរៀបការទេបើពូអ្នកនៅតែបង្ខំខ្ញុំទៀតខ្ញុំសម្លាប់ខ្លួនឪពុកអ្នកមើល អូកុំស្លាប់ នោះក៏មិនអាចរៀបការជាមួយចាំបាច់ហានទៀតដែរ អ្នកមកធ្វើកែទីនេះមិនសប្បាយចិត្តចំពោះណាទេ ចេញទៅខាប់ លិខិតស្នើសុំរៀបការពីត្រកូលជាងមិនមើលទេ មានអ៊ីឡមើលសន្តិហ៊ីជាងព្រៃខាននឹងស្អប់ហ្វឺមអ្នកមិនយូរទេ នឹងហើយគាត់ស្អប់ខ្ពើមខ្ញុំយូរហើយដូច្នេះលិខិតស្នើសុំរៀបការនេះគឺសម្រាប់អ្នក វ៉ាន់ពិតទីមានឈ្មោះណាក់ផង ពិតជាមែនប៉ុន្តែពុកត្រកូលសុងនោះ
ត្រកូលសងខ្ញុំរៀបការប៉ុន្តែខ្ញុំមានលក្ខខណ្ឌពីរមួយខ្ញុំត្រូវការប្រាក់រាប់លានពីរការផ្លាស់ប្ដូរការរៀបការមិនត្រូវឲ្យជាងពេជ្រខានដឹងឡើយ ឡពុករອບលៀនប៉ុណ្ណឹងទេទីទូដៅទៅពុកស៊ុំអកណឺពុក ឪពុកទូលសោប្រាក់នៅថ្ងៃរៀបការឪពុកនឹងហើយណាប់ គិតព្រមព្រៀងស្រីសំផឹងម្នាក់ឆ្កែកញ្ជាដែលភ្លេចគុណម្នាក់ពួកឯងពិតជាត្រូវគ្នាណាស់សូមជូនពរឲ្យពួកឯងនៅជាមួយគ្នាអស់គ្រប់ សុំទោសលោកស្រីស៊ីននាងវ៉ាន់វ៉ាន់របួសដៃហើយប្រធានជាងនាំនាងទៅពេទ្យហើយ យល់ហើយជួយយកវាចុះសម្រាប់ខ្ញុំផង មានអ្វីទេលោកស្រីស៊ីនពួកឯងកំពុងធ្វើអីនៅទីនេះចេញទៅ អ្នកមកធ្វើអី បង្ខំឲ្យខ្ញុំរៀបចំពិធីរៀបការជាមួយណាឥឡូវហើយសួរថាហេតុអ្វីបានជាខ្ញុំមកអ្នកកំពុងលេងល្បិចអ្វីជាមួយខ្ញុំ តែខានតាការដែលខ្ញុំមកទីនេះធ្វើឲ្យបងស្រីខាងងើបើអញ្ចឹងខ្ញុំទៅវិញមែន ហាងនេះក៏មិនមែនជារបស់នាងដែរមានសិទ្ធិអីឲ្យអ្នកចេញថ្ងៃនេះអ្នកត្រូវតែជ្រើសរើសនៅទីនេះជ្រើសរើសអ្វីដែលអ្នកចូលចិត្តខ្ញុំទិញឲ្យអ្នក ពិតមែនឡណា មានបញ្ហាអី ចូលចិត្តធ្វើម៉េចក៏ធ្វើ នាងពិតជាคล้ายទៅជាមនុស្សខំដុំណាស់ CTA តើណាពិតជាបានស្ដាប់ពាក្យឲ្យខ្ញុំចូលឬយ៉ាងម៉េចឬក៏មានគំនិតផ្សេងទៀតហើយ តែខានអ្នកនៅក្នុងនោះរី ត្រូវការឲ្យខ្ញុំហៅនាងចូលមកថែរក្សាអ្នកឬ CTA កុំភ្លេចអ្នកចិត្តត្រូវរៀបការជាមួយខ្ញុំហើយរៀនស្ដាប់បង្គាប់ខ្លះ លោកស្រីស៊ីងពុតសំលៀកបំពាក់រៀបការនេះសំនឹងអ្នកណា ពិតជាស្អាតមែនបងស្រីអាចវិទៅខ្ញុំបានអត់ខ្ញុំសំទោសបងស្រីខ្ញុំមិនមែនចង់ដណ្ដើមឈុតសំលៀកបំពាក់រៀបការជាមួយបងស្រីទេខ្ញុំគ្រាន់តែគិតថាឈុតសំលៀកបំពាក់នេះស្អាតប៉ុណ្ណោះ GE ខ្ញុំខឹងហើយកុំខឹងនឹងខ្ញុំបានអត់ ហេតុអ្វីបានជាអ្នកធ្វើបាបវ៉ាន់វ៉ាន់ម្ដងទៀត ខ្ញុំពិតជាមើលងាយអ្នកតិចពេកហើយសមត្ថភាពខ្លាំងបន្លំការពិត ទុកវាចោលទៅបើខានដោយឡែកគីវចូលចិត្តឈុតសំលៀកបំពាក់រៀបការនេះអញ្ចឹងខ្ញុំឲ្យវាទៅនាងចុះក្រែងលោកខ្ញុំក៏មិនអាចរៀបការជាមួយមនុស្សដែលខ្ញុំចូលចិត្តដែរស្លៀកឈុតសំលៀកបំពាក់រៀបការណាក៏ដូចគ្នា របស់ដែលមិនមែនជារបស់អ្នកមានសិទ្ធិអីឲ្យអ្នកឲ្យ គ្រប់គ្រាន់ហើយទៅដោះឈុតសម្លៀកបំពាក់រៀបការចេញខ្ញុំបាននិយាយថាសូមដោះរោគអាពាហ៍ពិពាហ៍ចេញណាម្នាក់ទេ អើ មិនតែបើហានសតទេ ស្អាតសមនឹងអ្នកណាស់ មែនប៉ុន្តែខ្ញុំគិតថាវ៉ែតូចបន្តិចណា រោគអាពាហ៍ពិពាហ៍នេះគឺយាយបានអនុគ្រប់គ្រងហាងយើងខ្ញុំយករងវាស់របស់កញ្ញា GE បញ្ជាក់ធ្វើជាពិសេសណាពាក្យច្បាស់ជាមិនសមហើយ បងសំណាងល្អណាស់សំបីតែរូបអាពីលពីពីក៏មានគេធ្វើឲ្យផ្ទាល់ដែរមិនដូចខ្ញុំទេចង់បានអ្វីមួយមិនដែលមានគេជួយឡើយតើតែខ្ញុំដោះរូបនេះចេញវិញមែនទេខ្ញុំមិនចង់ឲ្យបងខឹងទេ អ្នកចូលចិត្តក៏យកអាមួយនេះចុះចាំខ្ញុំរកអ្នករចនាវ័យការរងវាស់សម្រាប់អ្នក អរគុណបើថាន អ្នកក៏ធ្វើថ្មីមួយទៀតដែរគុំអីតែទៅប្រាប់យាយ មិនបាច់ទេមួយណាក៏ដូចគ្នា អ្នកនិយាយដូច្នោះមានន័យថាម៉េចអ្នកនិយាយឲ្យច្បាស់មក បើថានស៊ីមគីអ្នកបានសង្ស័យថានឹងដូរការរៀបការហើយហេតុអ្វីបានគីនៅតែច្របូកច្របល់ហាក់ដូចជាត្រូវតែអ្នកស្លាប់ខ្ញុំទើបអាចរៀបការជាមួយជាងបើថានដោយសុខសន្តិភាពបាន អ្នកនិយាយដូច្នោះមានន័យថាម៉េចទៅស្លាប់ជើ
GE Quick hand Project Văn 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 ហើយឡានពេទ្យភ្លាម នាងស៊ីនរបួសរបស់នាងមិនធ្ងន់ធ្ងរទេ ណែពេលចេញទៅក្រៅនិយាយតាមអ្វីដែលខ្ញុំប្រាប់និយាយធ្ងន់ធ្ងរតាមដែលអាចធ្វើបាន ពេទ្យវ៉ាន់វ៉ាន់យ៉ាងម៉េចហើយ របួសជ្រាលណាស់ត្រូវការបូមឈាមប៉ុន្តែក្រុមឈាមរបស់នាងពិសេសស្តុកឈាមនៅមន្ទីរពេទ្យយើងមិនគ្រប់គ្រាន់ទេ ក្រុមឈាមរបស់អ្នកដូចវ៉ាន់វ៉ាន់បូមឈាមឲ្យនាងភ្លាម ជាងបៃហានការនេះមានទំនាក់ទំនងអីជាមួយខ្ញុំនាងរបួសហើយខ្ញុំត្រូវតែបូមឈាមឲ្យនាងតើថ្ងៃនេះនិយាយថាត្រូវប្រើខ្ញុំដើម្បីផ្លាស់ប្ដូរជីវិតរបស់នាងអ្នកក៏នឹងយល់ព្រមភ្លាមដែរទេ ជីវិតអ្នកមានសំខាន់ណាស់ដូចវ៉ាន់វ៉ាន់នាងស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយនៅតែព្រមជួយខ្ញុំទប់កម្មបិតទៀតអ្នកមានសិទ្ធិអីប្រៀបធៀបនឹងនាង ខ្ញុំភ្លេចហើយនៅក្នុងចិត្តអ្នកមានតែស៊ីនវ៉ាន់វ៉ាន់តែមួយគត់ ថ្ងៃនេះអ្នកត្រូវតែបូមឈាមឲ្យនាងបើមិនដូច្នេះទេខ្ញុំនឹងលែងលះ មិនបានទេ នាងក៏នៅតែស្រឡាញ់ខ្ញុំខ្លាំងណាស់ អ្នកមិនអាចលែងលះបានទេ ងើបើង បានហើយ ថៃរ៉ាសែនាងឲ្យល្អបើមិនគ្រប់គ្រាន់ទេបូមបន្ទើ យល់ព្រមនាងស៊ីនប្រធានចាំឲ្យនាងទៅជួបគាត់ម្ដង បងស្រីខ្ញុំដឹងថាបងស្អប់ខ្ញុំប៉ុន្តែបងក៏មិនអាចរកគំនូស្មោកសម្រាប់ខ្ញុំបានដែរ គឺនាងមែនទេ មែនហើយគឺនាងហើយនាងនិយាយថាប្អូនស្រីរបស់នាងចង់យកប្តីរបស់នាងគ្រាន់តែខ្ញុំសម្លាប់នាងនាងនឹងឲ្យលុយខ្ញុំច្រើន អ្នកនិយាយកុហកខ្ញុំមិនដែលស្គាល់អ្នកទេ បស្តាងទាំងអស់នៅមុខហើយអ្នកនៅតែធ្វើជាមិនដឹងខ្លួននៅជាមួយខ្ញុំអ្នកគិតថាខ្ញុំមិនហ៊ានប៉ះពាល់អ្នកទេ ស៊ីនជីយីដឹងខុសហើយឬទេ ជាងបៃហានអ្នកពិតជាដើម្បីស៊ីនវ៉ាន់វ៉ាន់ចង់ធ្វើឲ្យភូតហេតុខ្ញុំ ខ្ញុំបានប្រមានអ្នកមិនឲ្យប៉ះវ៉ាន់វ៉ាន់អ្នកគ្រាន់តែមិនស្ដាប់ការអត់ធ្មត់ពីមុនរបស់អ្នកគឺជាការខ្លែងគ្រាន់តែចង់ប្រកួតយកចិត្តជាមួយវ៉ាន់វ៉ាន់មែនទេអត់ធ្មត់បន្តិចវានឹងកន្លងផុតទៅឆាប់ នាងស៊ីនទៅតែយកឈាមត្រឹម2 3ដំបងមិនបានទេមិនអាចវិទៀតទេខ្ញុំបានផ្ដល់ឲ្យនាងនៅឋានៈជាភរិយាលោកជាងនាងគួរតែពេញចិត្តនេះគ្រាន់តែជាមេរៀនមួយសង្ឃឹមថានាងនាពេលខាងមុខគុំតាក់ទងវ៉ាន់វ៉ាន់ទៀតហើយក៏មិនត្រូវទៅស៊ូនឹងតម្រូវការណាមួយរបស់ខ្ញុំ ជាងបៃហានការឈឺចាប់ដោយសារអ្នកនេះជាលើកចុងក្រោយ ឯងខ្លួនឯងនៅក្នុងនោះគិតពិចារណាឲ្យល្អ
มันអាចដេកទេពិតជាមិនអាចដេកទេនៅមានមួយថ្ងៃទៀតអាចចាក់ចេញពីគ្រួសារជាងជារៀងរហូតខ្ញុំមិនចេះហែទឹកទេកង ជីវិតអ្នកណាមានសំខាន់ដូចវ៉ាន់វ៉ាន់ខ្ញុំបានផ្ដល់ឲ្យនាងនៅឋានៈជាភរិយាលោកជាងនាងគួរតែពេញចិត្ត ចាក់ចេញពីគ្រួសារជានាពេលខាងមុខខ្ញុំរស់នៅសម្រាប់ខ្លួនឯងតែមួយគត់តិនកម្មនៅមិនទាន់ចាប់ទេមិនអាចតិនចិត្តបានទេស៊ីនជីគ្រាន់តែអ្នករៀបការជាមួយខ្ញុំហើយនៅពេលក្រោយត្រូវរៀនស្ដាប់ពាក្យសុំឲ្យបានល្អខ្ញុំនឹងថែរក្សាអ្នកឲ្យបានល្អឲ្យអ្នករងទុក្ខតិចជាងនេះឥឡូវនេះអ្នកដឹងខុសហើយយូណា ដឹងខុសហើយ ដឹងខុសហើយក៏ល្អហើយនៅពេលក្រោយកុំយកចិត្តទុកដាក់អីអស់ទៀតធ្វើជាលោកស្រីក្រុមហ៊ុនជាងឲ្យបានល្អក្រៅពីសេចក្តីស្រឡាញ់អ្វីផ្សេងទៀតខ្ញុំអាចផ្ដល់ឲ្យអ្នកបានទាំងអស់ ជាងបៃហានសេចក្តីស្រឡាញ់របស់អ្នកពិតជាគ្មានតម្លៃសោះ ថ្ងៃស្អែកជាថ្ងៃរៀបការហើយអ្នករងចាំយូរមកហើយយប់នេះគេងលឿនជាងមុនអី រងចាំយូរមកហើយថ្ងៃនេះទីបំផុតក៏មកដល់ហើយ ប្រយ័ត្នខ្លះរបស់ទាំងនេះសុទ្ធតែជាសម្រាប់ជីវីអ្នករាល់គ្នាកុំធ្វើឲ្យខូចអី រៀបចំអាពាហ៍ពិពាហ៍ច្រើនម្លេះនៅក្នុងចិត្តអ្នកក៏នៅតែមានជីដែរ ជីខ្ញុំបាននិយាយហើយថានៅក្នុងចិត្តខ្ញុំមានតែវ៉ាន់វ៉ាន់ទេវ៉ាន់វ៉ាន់បានជួយសង្គ្រោះជីវិតខ្ញុំរបស់ទាំងនេះគ្រាន់តែធ្វើជារូបរាងប៉ុណ្ណោះខ្ញុំមិនអាចឲ្យស៊ីនជីបាត់មុខក្រុមហ៊ុនជាងបានទេ ជាថ្ងៃរីករាយអ្នកមិនមានអារម្មណ៍រីករាយសោះហ៎ អ្នកដែលត្រូវរីករាយគឺស៊ីនជីនាងនៅជាមួយខ្ញុំយូរមកហើយទីបំផុតក៏អាចរៀបការចូលក្រុមហ៊ុនជាងបានហើយមិននិយាយទៀតអីហើយជីខ្ញុំទៅមុនហើយ Kate Han ទីបំផុតអ្នកនៅតែមិនអាចមើលឃើញខ្លួនឯងច្បាស់បានទេសង្ឃឹមថាការចាក់ចេញរបស់ជីអាចធ្វើឲ្យអ្នកភ្ញាក់រលឹកយ៉ាងពិតប្រាកដ យកលុយឲ្យចាក់ចេញទៅឲ្យលឿនមានពាក្យកណ្ដាលមកទៀតធ្វើខាននឹងមកទូសខ្ញុំកុំជឿជូពេកុំមកខានការរៀបការរបស់ខ្ញុំ ពេលអ្នកគ្រួសារតកូលសុងមកដល់ខ្ញុំនឹងចាក់ចេញភ្លាមទម្លាប់របស់អ្នកមិនខ្លាចខ្ញុំនឹងស្ដាយក្រោយទេ អាណាលុយ ខ្ញុំបានផ្ទេរទៅកនីអ្នករួចហើយ Nangson កូនប្រុសរបស់យាជើងមិនស្រួលបានបញ្ជូនខ្ញុំមកទួលណា សំណាងល្អដែលបានទៅការរៀបការបើមិនអញ្ចឹងរៀបការជាមួយអ្នកខ្វិនជីវិតក្រោយរបស់ខ្ញុំនឹងរឹងហត់ហើយ តើ កុំយឺតយូរលឿន លោកជាង នេះជាអំណោយរៀបការសម្រាប់ GE ក៏មាននំកែដួមជូនវ៉ាន់វ៉ាន់ផងដែរ មានសម្រាប់វ៉ាន់វ៉ាន់ផងលោកជាងអ្នកពិតជាគួរសំណា កូនក្រមុំមកហើយ ណាស្រីយើងត្រឡប់ទៅផ្ទះវិញ Nangson សូមឡើងរត់ិន ជាងបិចហាក្នុងជីវិតនេះយើងនឹងមិនជួបគ្នាទៀតទេ ឥឡូវនេះអ្នកនឹងក្លាយជាលោកស្រីជាងហើយជីនាងនៅទីនោះធ្វើអីអញ្ចឹងអ្នកដែលខ្ញុំរៀបការជាមួយគឺ
មេឃបានជាណា បើខានខ្ញុំមករីបការជាមួយអ្នកហើយ មិនអាចទេមិនត្រឹមត្រូវទេអ្នកដែលខ្ញុំត្រូវរៀបការគឺ GE 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 បើខានណាត់ទៅណា ខ្ញុំមើលខុសហើយនេះពិតជាកើតមានរឿងអ្វីស៊ីន GE ណែណា បងស្រីនាងមិនចង់រៀបការជាមួយអ្នកទៀតទេដូច្នេះខ្ញុំស៊ីជំនួសនាងរៀបការជាមួយខ្ញុំនៅសប្បាយចិត្តទេ នាងនិយាយថាមិនរៀបក៏មិនរៀបហើយការរៀបការនេះនាងអាចសម្រេចដោយខ្លួនឯងបានទេ បើខានស៊ីនគីទៅហើយក៏នៅតែមកបំផ្លាញកិច្ចការរបស់ខ្ញុំ GE ណាក់ចេញមកភ្លាមស៊ីន GE ណែណានាងទៅណាហើយកញ្ញាធំនាងចាក់ចេញទៅហើយចាក់ចេញហើយនាងអាចទៅណាបានតើនាងលាក់ខ្លួននៅក្នុងបន្ទប់នាំខ្ញុំទៅបន្ទប់របស់នាងបន្ទប់កញ្ញាធំទេមិនស្រួលទេមិនស្រួលបើអ្នកហ៊ានបោកប្រាស់ខ្ញុំគុំនៅក្នុងដេជាងទៀតអីគុំអ្នកវាំងននកូនប្រុសខ្ញុំនាំអ្នកទៅនេះជាបន្ទប់របស់ GE ពួកណាឲ្យនាងរស់នៅកន្លែងបែបនេះឬអ្នកវាំងននកូនប្រុសតាំងពីអ្នកម្ដាយស្លាប់ទៅបន្ទប់របស់កញ្ញាធំត្រូវបានកញ្ញាទី2យកជាកម្មសិទ្ធិពេលប៉ុន្មានឆ្នាំនេះនាងតែងតែរករឿងកញ្ញាធំមិនឲ្យនាងឆ្អែតពូហើយក៏កាត់បន្ថយប្រាក់ចំណាយរបស់នាងផងកញ្ញាធំពេលប៉ុន្មានឆ្នាំនេះទាំងអស់គ្រាន់តែពឹងផ្អែកលើការងារផ្ទាល់ខ្លួនរកលុយជីវិតរស់នៅពិតជាលំបាកណាស់មិនអីទេខ្ញុំដឹងថាមិនមែនដូច្នេះទេ បងស្រីខ្ញុំដឹងតាំងពីតូចដល់ធំអ្នកតែងតែរករឿងខ្ញុំប៉ុន្តែខ្ញុំពិតជាមិនដែលគិតថានឹងប្រកួតជាមួយអ្នកទេសូមអ្នកកុំធ្វើអាក្រក់ចំពោះខ្ញុំទៀតបានទេសំទោសបងស្រីខ្ញុំមិនមែនចង់យកឈ្នះបងស្រីដើម្បីដណ្ដើមអាវរៀបការនោះទេខ្ញុំគ្រាន់តែគិតថាអាវនេះស្អាតត្រឹមតែប៉ុណ្ណោះជីគីខ្ញុំខុសហើយសូមអ្នកកុំខឹងនឹងខ្ញុំបានទេដូច្នេះពេលប៉ុន្មានឆ្នាំនេះទាំងអស់គឺវ៉ាន់បោកប្រាស់ខ្ញុំចាំមើលខ្ញុំនឹងតម្រង់អ្នកវិញ Beat hand អ្នកមកនើទីនេះធ្វើទេអ្នកប្រាប់ខ្ញុំតាមត្រង់មកពេលជាច្រើនឆ្នាំមកហើយតើមិនមែនណាហើយយូដែលធ្វើបាបជាយីរៀងរាល់ថ្ងៃ Beat hand ហេតុអ្វីបានជាអ្នកគិតអញ្ចឹងចំពោះខ្ញុំធ្វើការទាំងនោះធ្វើមិនដេកបានចុះរឿងនេះយ៉ាងម៉េចមុននេះពូបំរើប្រាប់ខ្ញុំថាពួកណាជាណាបណ្ដេញនាងទៅបន្ទប់ក្រោមដីខ្ញុំក៏ជាលើកទី1ដែលមកទីនេះដែរថាស៊ីជីរ៉ូនៅទីនេះខ្ញុំដឹងមិនបានត្រូវតែស៊ីគីហើយដែលលុយពូបំរើឲ្យមកតតប្រកាន់ខ្ញុំណាប់លេខហើយនាងចូលចិត្តพูดក៏ហៅជីនិតពីមុននាងพูดប្រាប់ខ្ញុំថាអ្នកមិនចូលចិត្តខ្ញុំទេខ្ញុំទើបតែកាក់ចេញទៅបរទេសហើយខកការរីកាអ្វីទាំងកូននេះគឺនាងជាអ្នកបងអូវីថែនខ្ញុំស្រឡាញ់អ្នកមែនតើមនុស្សទាំងពិភពលោកចោតប្រកាន់ខ្ញុំបានទាំងកោតែអ្នកមិនបានទេវ៉ាន់សុទ្ធសាធស្មោះត្រង់ម្លេះថែមទាំងបានសង្គ្រោះខ្ញុំទៀតមិនអាចជាមនុស្សបែបនោះបានទេ CTE នាងលាក់ខ្លួនពីខ្ញុំមិនថាអីទេប៉ុន្តែនាងហ៊ានមកបោកប្រាស់ខ្ញុំទៀត Beat hand ឥឡូវនាងក៏ចាក់ចេញហើយអ្នករៀបការជាមួយខ្ញុំបានអត់ Beat hand អ្នកមានអីកុំធ្វើឲ្យខ្ញុំភ័យអ្នកបានបាញ់អ្វីខ្ញុំ Beat hand ឆ្នាំអីអ្នកចាំចុះខ្ញុំจะរកមនុស្សមកជួយអ្នកឯងហេតុអ្វីពីមុនគឺនាងទេដែលបានសង្គ្រោះខ្ញុំប៉ុន្តែលើនាងសូម្បីតែខ្ញុំមានជំងឺសែនក៏មិនដឹងដែរ
អ្នកដែលបានសង្គ្រោះខ្ញុំពីមុនគឺជីយី Hackhand មានជំងឺហេតុហើយនាងនៅតែប្រគ្រឿងទឹកអស់ខ្លាំងម្លេះទៀតនាងចង់ឲ្យគាត់ស្លាប់មែនទេ សុំទូស្ពីលោកយាយខ្ញុំមិនមែនចិត្តណែទេ Hackhand Hackhand នាងដឹងខ្លួនហើយល្អណាស់ អ្នកដែលជួយសង្គ្រោះខ្ញុំកាលពីមុនគឺស៊ីនជីយី ណាដែលជួយសង្គ្រោះអ្នកកាលពីមុនគឺខ្ញុំទេតាខ្ញុំថែទាំណាមួយស្ដាទៀតផងហេតុអ្វីបានអ្នកគិតថាគេនាង កាលពីមុនពេលខ្ញុំដឹងខ្លួនឃើញមនុស្សដំបូងគេគឺវ៉ាន់វ៉ាន់ខ្ញុំធ្វើមិនបានសង្ស័យនាងសុំទោសខ្ញុំមិនគួរនិយាយដូច្នេះទេ Hackhand តែនៅក្នុងចិត្តណានៅតែមានជីយីទេគឺនាងបានប្រាប់ខ្ញុំថានាងមិនចូលចិត្តណាទេចាក់ចេញពីគ្រូសាលគីមក៏ដោយសារតែនៅក្នុងចិត្តមានណាប់សេងហើយ នាងមានស្តាំងអ្វី គឺនាងបាននិយាយមកខ្លួនឯងទៅកាន់ខ្ញុំនាងមិនចូលចិត្ត Hackhand ទេហើយស្អប់ពើមគ្រូសាលគីមទៀតនាងគិតថានៅទីនេះវាស្អុយខ្លាំងណាស់នាងចង់ចាក់ចេញតាំងពីយូរមកហើយ ណែ ល្អមែនស៊ីនជីយីនៅក្នុងចិត្តនៅតែមានបុរសផ្សេងទៀតហាក់ដូចជាមេរៀនកាលពីលើកមុនមិនទាន់គ្រប់គ្រាន់ទេទៅរកនាងមកឲ្យខ្ញុំឥឡូវនេះខ្ញុំនឹងកញ្ញាជាមួយនាងឲ្យច្បាស់លាស់ ឈូ Hackhand អ្នកដែលស្គាល់ជីច្បាស់គេដឹងទាំងអស់ថានាងមិនអាចធ្វើរឿងបែបនេះបានទេអែណោះអ្នកវិញត្រូវជឿស្រីនេះរាល់ពេលគិតថាវាជាកំហុសរបស់នាងតើអ្នកនៅតែវង្វេងដល់ពេលណាទី គ្រប់គ្រាន់ហើយយាយជីយីដើម្បីរៀបការជាមួយខ្ញុំមិនធ្លាប់ធ្វើអ្វីទេស្រីដែលមានតែការកញ្ញាបែបនេះសូម្បីតែម្រាមដៃតែមួយរបស់វ៉ាន់វ៉ាន់ក៏មិនសឹកសំដែរហេតុអ្វីបានខ្ញុំត្រូវជានាង អាណាឥឡូវនេះអ្នកនៅតែគិតថាជីលីកំពុងគណែអ្នកមែនទេ ឡ ខ្ញុំនឹងឲ្យអ្នកមើលដោយភ្នែកផ្ទាល់តាំងពីដើមមកតើអ្នកណាជាអ្នកพูดកុហក ទៅ នាំនូស្នូចូលមកអ្វីដែលអ្នកបានបញ្ជាក់កាលពីមុននិយាយម្ដងទៀត លោកប្រធានគីងតាមពិតខ្ញុំមិនស្គាល់ស៊ីនជីយីអ្វីទេគឺនាងគឺស៊ីនវ៉ាន់វ៉ាន់ឲ្យលុយខ្ញុំមកបង្កើតរឿងថានាងសម្លាប់មនុស្សនាងថាដូច្នេះនាងនឹងអាចក្លាយជាលោកស្រីគៀងបានហើយអ្វីដែលគាត់និយាយគឺពិត មិនមែនទេបើខានគាត់ជាអ្នកพูดកុហកខ្ញុំមិនស្គាល់គាត់ផងទេប្រកាសជា SamCD បានចំណាយលុយទិញគាត់ឥឡូវខ្ញុំយល់ហើយហេតុអី SamCD ចង់ចាក់ចេញពីគ្រូសាលគីងមកថាប់ម្លេះនាងខ្លាចខ្លួនឯងណា លោកប្រធានគៀងកន្នីរបស់ចាងសាន់ទទួលបានប្រាក់បន្ថែម$500,000វាជាការផ្ទេរពីកូនស្រីវ៉ាន់វ៉ាន់ពិតជានាងធ្វើមែនទេ បើខានអ្នកត្រូវតែជឿខ្ញុំមិនមែនទេ ស្ងៀម នេះជាកូនស្រីសែមវ៉ាន់វ៉ាន់សុចរិតស្មោះត្រង់ដែលអ្នកគិតថានឹងថ្ងៃនេះខ្ញុំនឹងឲ្យអ្នកមើលឲ្យច្បាស់ថាតើនាងជាមនុស្សបែបណាបង្ហាញវីដេអូឲ្យគាត់មើល លោកប្រធានគៀងនេះគឺពេលដែលអ្នកជឿការពីមុននៅសួនផ្ការបស់ត្រកូលសែមមានដំណើរការកាមេរ៉ាសុវត្ថិភាព លោកអ្នកមិនអីទេណា ឆ្នាំនាងនៅឯណា ដោះលែងខ្ញុំ ដោះលែងខ្ញុំ បើខានដាស់មកទីឡានបើខានមានរឿងអី ដូច្នេះអ្នកដែលបានសង្គ្រោះខ្ញុំនោះគឺសាមជីអី ឆ្នាំនេះជីអីត្រូវបានត្រកូលសែមប្រព្រឹត្តអំពើខុសខើនាងតែងតែចង់រត់គេចពីត្រកូលសែមប៉ុន្តែមិនគិតថាបានសង្គ្រោះអ្នកដោយចៃដន្យស្ត្រីនេះហើយដែលចូលមកដល់កន្លែងនោះពេលនោះបានលូតជាខាននេះទៅតែប៉ុន្មានឆ្នាំកន្លងមកគឺនាងដែលបានធ្វើឲ្យអ្នកយកខុសហើយអ្នកស្គាល់មនុស្សខុស អញ្ចឹងខ្ញុំធ្លាប់ស្រឡាញ់ខុសមនុស្សមែន ដូច្នេះអ្នកបានបោកបញ្ឆោតខ្ញុំតាំងពីដើមមកមែនគឺណា បើខាន
ខ្ញុំមិនមែនចង់បោកពេញសោតអ្នកដោយចិត្តអ្នកទេអ្នកមិនស្រឡាញ់ខ្ញុំទេតើអ្នកណាបានសង្គ្រោះណាវាមិនសំខាន់អ្វីសោះ អ្នកណានិយាយថាវាមិនសំខាន់រងចាំឲ្យខ្ញុំទៅរកជីយីត្រឡប់មកសិនខ្ញុំនឹងគិតគូរជាមួយណាយឺត គុំទៅរកអីណែនឹងមិនត្រឡប់មកវិញទេ អ្នកនិយាយអីគេ ជើងរបស់គាត់អាចឈរឡើងបានហើយ ខ្ញុំដឹងការរៀបការនេះមិនមែនជាអ្វីដែលអ្នកចង់បានទេបើអ្នកចង់ត្រឡប់ទៅវិញខ្ញុំនឹងមិនរារាំងអ្នកទេ ខ្ញុំមិនទៅទេជីវិតនេះខ្ញុំនឹងមិនត្រឡប់ទៅវិញទៀតឡើយ មានន័យថាម៉េចជីយ៉ាអ្នកនិយាយឲ្យច្បាស់មក មួយខែមុនជីលីបានមករកខ្ញុំនិយាយថានាងព្រមផ្លាស់ប្ដូរការរៀបការជាមួយស៊ុនវ៉ាន់វ៉ាន់ ប្រហែលជា ឥឡូវនាងបានទៅដល់ត្រកូលសុងហើយ ត្រកូលសុងទេមិនអាចទេជីយីចង់រៀបការជាមួយខ្ញុំតែមួយគិតទេ មិនអាចទេ រៀបចំរថយន្ត ពិធីមង្គលការនឹងចាប់ផ្ដើមហើយបាទ ខែក្រោយនេះគឺជាពិធីមង្គលការនេះជាអ្វីដែលលោកយាយបានរៀបចំសម្រាប់កូនប្រសារនាងនាពេលអនាគតពីពេលនេះទៅអ្នកនឹងក្លាយជាលោកស្រីខ្វាងហើយ ចឹងបៃហាន់អ្នកនិយាយថាអ្នកណាពាក់ដោះដៃនេះអ្នកនោះនឹងក្លាយជាលោកស្រីខ្វាងតំណែងនេះខ្ញុំសងត្រឡប់ឲ្យអ្នកពីពេលនេះទៅយើងនឹងមិនមានទំនាក់ទំនងអ្វីទៀតទេតោះតើ អូខេ ទៅសន្តាគារត្រកូលសុងប្រញាប់ប្រញាល់ GEP មុនស្រឡាញ់ខ្ញុំខ្លាំងម៉េះប្រកាសជាខ្ញុំធ្វើឲ្យនាងឈឺចាប់ខ្លាំងពេកនាងទើបតែចាក់ចេញទៅ GE រងចាំខ្ញុំរងចាំឲ្យខ្ញុំបោកស្រាយឲ្យនាងច្បាស់មនុស្សដែលខ្ញុំចង់រៀបការតាមពិតគឺជាណាជានិច្ចការថ្វាយបង្គំទី1សូមឲ្យមានប្រលានយាវល្អបើកលឿនទៀតការថ្វាយបង្គំទី2សូមឲ្យមានអាពាហ៍ពិពាហ៍រីករាយ GE រងចាំខ្ញុំសូមអង្វរអ្នកត្រូវតែរងចាំខ្ញុំពិតជាមនុស្សនៅថ្ងៃនោះពិតជាណាស់ហើយខ្ញុំគួរតែរារាំងអ្នកពីមុនមកការថ្វាយបង្គំទី2សូមឲ្យមានចិត្តដូចគ្នាពិធីជាបានបញ្ចប់ចឹងបៃហាន់ឯងមានអីហ្នឹងអត់ទៅស្រួលហើយអត់ អត់ទៅអីទេជីឯងមិនអាចរៀបការជាមួយគាត់ទេត្រឡប់ទៅផ្ទះជាមួយខ្ញុំទៅ មិនមែនឯងតែងតែចង់រៀបការជាមួយស៊ីនវ៉ាន់វ៉ាន់ហ្នឹងហើយឥឡូវរត់មកទីនេះសំដែងស្នេហាធ្វើអី មែនទេជីអ្នកដែលខ្ញុំចង់រៀបការនោះគឺឯងហើយគឺស្រីនោះស៊ីនវ៉ាន់វ៉ាន់បានបោកប្រាស់ខ្ញុំការរបួសរបស់នាងមិនពាក់ព័ន្ធនឹងឯងទេខ្ញុំដឹងហើយខ្ញុំសុំទោសចំពោះឯងសុំទោស ដឹងហើយមិនក៏ដោយពាក្យសុំទោសមួយម៉ាត់អាចអភ័យទោសឲ្យឯងបានហ្នឹងចឹងបៃហាន់ឯងគិតស្រមើស្រមៃពេកហើយ សុំទោសជីឯងត្រឡប់ទៅជាមួយខ្ញុំទៅឯងចង់បានអ្វីខ្ញុំសុខចិត្តផ្ដល់ឲ្យឯងទាំងអស់ អ្នកចង់ធ្វើអ្វីទៀត សុងគីនេះជារឿងរវាងខ្ញុំនិងជីយីអ្នកមានសិទ្ធិអីចូលរួម ខ្ញុំមិនខ្វល់ថារវាងពួកអ្នកមានរឿងអីកាត់ឡើងជីយីគឺជាភរិយារបស់ខ្ញុំ
ថ្ងៃនេះអ្នកគុំស្មានថានឹងយកនាងទៅបាន អ្នកមានសិទ្ធិអីឈ្នះខ្ញុំជីយីនៅជាមួយខ្ញុំ5ឆ្នាំហើយគ្រាន់តែចង់រៀបការជាមួយខ្ញុំទេប្រសិនបើមិនមែនអ្នកចូលមកកាន់ឱកាសនេះទេឥឡូវអ្នកដែលរៀបការជីយីគឺខ្ញុំ អ្នកថាខ្ញុំចូលមកកាន់ឱកាសចុះអ្នកធ្វើអ្វីខ្លះដែលធ្វើឲ្យជីមិនចង់រៀបការជាមួយអ្នក ជួយចាំធ្វើអីនៅហ្នឹង ខ្ញុំបាននិយាយហើយថាខ្ញុំមិនបានធ្វើទេខ្ញុំពិតជាហែទឹកមិនចេះសោះ ខ្ញុំបានធ្វើអ្វីខ្លះ ដាក់ជូនភ្ញៀវ លោកចែងសូម ឈឺប្រសិនបើមិនមែនអ្នកជាមនុស្សគ្វិននេះទេជីយីធ្វើម៉េចនឹងនៅជាមួយមនុស្សស្បែបណាគ្រាន់តែអ្នកស្លាប់ទៅអ្វីក៏ល្អឡើងវិញ មានអីទេមានអីទេ ជើងណាពិតជាសេះស្បើយហើយជីគាត់គ្រាន់តែជាមនុស្សក្បត់ប៉ុណ្ណោះអ្នកមិនអាចនៅជាមួយគាត់បានទេ ស្វាមីខ្ញុំមានសុខភាពល្អខ្ញុំគួរតែរីករាយទៅទៀតពីពេលនេះតទៅកុំមករកខ្ញុំទៀតអី ជីខ្ញុំនឹងមិនបោះបង់ចោលទេខ្ញុំពិតជានឹងធ្វើឲ្យអ្នករៀបការជាមួយខ្ញុំ សុំទោសធ្វើឲ្យអ្នករបួស នេះមិនមែនជាកំហុសរបស់អ្នកទេ គេនិយាយថាសុងគីចូលធ្វើទីហ៊ានរបួសជើងគ្រូពេទ្យល្បីទាំងអស់និយាយថាគ្មានសង្ឃឹមទេមិនគិតថាគាត់អាចព្យាបាលជាស្រួលហើយ ចូលមកមេតែបញ្ជាឲ្យខ្ញុំនាំស៊ុបធ្វើឲ្យស្ងប់ស្ងាត់មកពួកអ្នកសុំញ៉ាំពេលវានៅដែរព្រោះកូនចៅត្រូវកំប្រឹងមេតែកំពុងរងចាំឲ្យមានចាស់ហើយ ឯងយ៉ាង សុងគីឥឡូវនេះខ្ញុំមិនទាន់អាចនៅអ្នក អូខេខ្ញុំមិនប្រញាប់ទេ ជីអីខ្ញុំរងចាំអ្នកជាយូរមកហើយ ហេតុអ្វីបានជាអ្នកមកទៀត ជីអីមុននេះគឺជាកំហុសខ្ញុំអ្នកចាក់ចេញពីសុងគីរៀបការជាមួយខ្ញុំនឹងថែរក្សាអ្នកមិនដែរ មិនអាចទេ ជីអីបើសិនជាអ្នកនៅតែមិនអធិស្ឋានឲ្យខ្ញុំនឹងអន់លុតជង្គង់នៅទីនេះអន់លុតជង្គង់រហូត ជាងបៃហាន់អ្វីដែលអ្នកធ្វើនេះមិនមែនជាការស្នេហាជ្រៅជ្រះទេវាគ្រាន់តែជាការអន់ថយប៉ុណ្ណោះ ប្រធានជាងចូលក្រោកឡើងចុះជីយីគ្រាន់តែមានអារម្មណ៍ខឹងនៅក្នុងចិត្តប៉ុណ្ណោះខ្ញុំនៅទីនេះដោយយ៉នលំអៀងរងចាំពេលដែលនាងអស់ខឹងរងចាំពេលដែលនាងអភ័យទោសឲ្យខ្ញុំនោះវានឹងល្អហើយ ប្រធានជាងនេះក៏មួយថ្ងៃហើយកញ្ញាស៊ីននឹងមិនចេញមកទេជីយីស្រឡាញ់ខ្ញុំនាងមិនអាចមិនខ្វល់ខ្វាយខ្ញុំបានទេប្រធានជាងអ្នកមិនអីទេមែនប្រធានជាងកញ្ញាស៊ីនប្រធានជាងជំងឺហឺតដង្ហើមកើតឡើងវិញហើយសូមអ្នកចេញមកឆាប់ប្រធានជាងអ្នកមិនអីទេមែន ហៅបើខាងឆ្វេង លោកចៃងលោកមិនអីទេណា ហៅបើឆ្វេង សៀអ្នកចុងក្រោយក៏ព្រមជួបខ្ញុំដែរតើវាបញ្ជាក់ថាអ្នកអភ័យទោសឲ្យខ្ញុំហើយមែនទេ ខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកស្លាប់នៅពីមុខផ្ទះខ្ញុំប៉ុណ្ណោះធូរស្បើយហើយចូលទៅឆាប់ ខ្ញុំដឹងថាឥឡូវនេះខ្ញុំនិយាយអ្វីក៏ខុសដែរប៉ុន្តែខ្ញុំគ្រាន់តែសូមឲ្យអ្នកផ្ដល់ឱកាសមួយដល់ខ្ញុំឱកាសមួយដើម្បីសង្កកំហុសរៀបការជាមួយខ្ញុំ
ឲ្យខ្ញុំបានថែរក្សាអ្នកឲ្យបានល្អ ជាងប៊ីហានការសុំទោសមិនមែនគ្រប់ការអាចអភ័យទោសបានទេពីនេះតកុំមកទៀត សៀ សៀហេតុអ្វីបានជាណាមិនព្រមផ្ដល់ឱកាសមួយដល់ខ្ញុំសោះ លោកគ្រូស៊ីនវ៉ាន់វ៉ាន់នៅតែរអ៊ូទាំងចង់ជួបលោកស៊ីនវ៉ាន់វ៉ាន់ប្រសិនបើនាងមិនបានបោកបញ្ឆោតខ្ញុំអ្នកដែលគួរតែរៀបការជីអ៊ីគឺខ្ញុំត្រូវការទៅត្រកូលសែមដើម្បីលុបចោលការរៀបការទេមិនបាច់ទេអ្នកប្រាប់នាងថ្ងៃស្អែកខ្ញុំនឹងរៀបចំមួយទៀតសម្រាប់នាងពិធីរៀបការដ៏អស្ចារ្យចាស់ជីអ៊ីចាំខ្ញុំជួយអ្នកទៅស្នងគុណរួចសិនបន្ទាប់មកនឹងយកអ្នកមកធ្វើជាប្រពន្ធលោកគ្រូនេះគឺស៊ីនវ៉ាន់វ៉ាន់នៃមន្ទីរពេទ្យឯកជននៅបរទេសកំណត់ត្រាការធ្វើអត់សញ្ញាណកូនក្រុមរបស់យើងបានស៊ើបអង្កេតយ៉ាងច្បាស់ហើយស៊ីនវ៉ាន់វ៉ាន់ពេលនោះគឺដោយសារមានផ្ទៃពោះដូច្នេះបានជាជ្រើសរើសលុបចោលការរៀបការត្រកូលសែមបានផ្ញើកញ្ញាជីអ៊ីមកនេះតាមពិតទៅគឺដើម្បីបិទបាំងការអាម៉ាស់របស់នាងពួកគេពិតជាចាត់ទុកខ្ញុំជាមនុស្សស្លងាយល្ងើមែននេះគឺសម្រាប់ស៊ីនវ៉ាន់វ៉ាន់នេះគឺសម្រាប់ត្រកូលសែមយកអំណោយទាំង3នេះខ្ចប់វាឲ្យល្អសម្រាប់ខ្ញុំថ្ងៃស្អែកពិធីរៀបការខ្ញុំនឹងយកទៅជូនដោយខ្លួនឯងអ្នកដែលបានបំពេញលើ GE ខ្ញុំមិនអើពើនឹងអ្នកណាម្នាក់ឡើយ ជាងបៃហ៊ាននិងសែមវ៉ាន់វ៉ាន់នឹងរៀបអាពាហ៍ពិពាហ៍ឡើងវិញភ្ញៀវសម្បត្តិអញ្ជើញមកណាស់ហើយជីហេអ្វីដែលត្រកូលសែមបានធ្វើចំពោះណាខ្ញុំដឹងទាំងក៏ហើយថ្ងៃស្ដេកអាពាហ៍ពិពាហ៍ខ្ញុំពិតជានឹងដកការបញ្យោដល់ណាបើណាមិនចង់ទៅទេកុំទៅចុះ តើហេតុអ្វីបានជាមិនទៅឆាលខោនក៏ត្រូវបានរៀបចំទាំងអស់ហើយបើខ្ញុំមិនទៅទេនោះគ្មានលខោនមើលទៀតហើយមិនដែរ ល្អខ្ញុំនឹងជាមួយណា លើកនេះចាត់ទុកថាជាការដោះស្រាយឲ្យហើយស្រេចចុះ សូមជូនពរអាពាហ៍ពិពាហ៍រីករាយ អូគុណ សូមជូនពរអាពាហ៍ពិពាហ៍រីករាយ អូគុណពុកម្ដាយហេតុអ្វីបានគីមកយូរដំឡេះ កន្លែងនេះតំណារកមិនឃើញសោះពិធីការនេះនឹងធ្វើជាលើកមុនទៀត បៃហ៊ាននិយាយថាពិធីអាពាហ៍ពិពាហ៍លើកមុនមិនបានសម្រេចគាត់សោកស្ដាយណាស់ថ្ងៃនេះគាត់នឹងផ្ដល់ជូនខ្ញុំពិធីអាពាហ៍ពិពាហ៍ដ៏អស្ចារ្យបំផុតមួយ ឃើញទៅហើយកៃហាននេះពិតជាស្រឡាញ់កូនឯងវ៉ាន់វ៉ាន់យើងមែនការផ្លាស់អាពាហ៍ពិពាហ៍នេះត្រឹមត្រូវហើយ វ៉ាន់វ៉ាន់មិនខឹកជាកូនសែមឈីងសុនឡើយពេលកូនជប់តែត្រកូលជីងហើយត្រូវនិយាយជាមួយបៃហ៊ានច្រើនអំពីគម្រោងខាងលិចទីក្រុងនោះក្រុមហ៊ុនឪពុកពឹងលើកូនហើយក ុំបារម្ភទេពុកអ្វីដែលខ្ញុំនិយាយគាត់ជឿទាំងក៏ហេតុអ្វីបានជាអ្នកមក ហេតុអ្វីបានជាខ្ញុំមិនអាចមក អ្នកនៅតែមិនអាចភ្លេចគាត់បានទេចិត្តចាប់ដូច្នេះទើបមកមើលគាត់ម្ដងទៀតមែនទេខ្ញុំពិតជាសោកស្ដាយជំនួសណាស់នៅជាមួយគាត់អ្នកឯងអស់5ឆ្នាំតែគាត់មិនដឹងពើមើលណាសោះ ថ្ងៃនេះខ្ញុំមិនមែនមកដើម្បីគាត់ទេ អញ្ចឹងអ្នកមកធ្វើអ្វី ខ្ញុំមកដើម្បីមើលកំ pl ែងអ្នក ស៊ីនទីលីកុំរឹងមួយពេកទេដើម្បីនៅបែគាត់អ្នកថែមទាំងហ៊ានឡើងទៅលើក្រែរបស់គាត់ទៀតតែថ្ងៃនេះអ្នកដែលរៀបការជាមួយគាត់នៅតែជាខ្ញុំអ្នកច្រណែនហើយស្គួតហើយមើលទៅ និយាយឲ្យស្អាតតិចទៅ អ្វីដែលអ្នកធ្វើជាងបៃហានដឹងទាំងអស់ហើយអ្នកប្រកាសថាគាត់នៅតែចង់រៀបការជាមួយអ្នកទេ ដឹងមិនក៏យ៉ាងគាត់គ្រាន់តែជាស្កាយអីដែលតាមខ្ញុំ Drab ណាខ្ញុំនិយាយផ្អែមលួងលោមគាត់តិចតួចគាត់ក៏ស៊ីស្រ័យឲ្យខ្ញុំវិញហើយដូចថ្ងៃនេះអញ្ចឹងគាត់នៅតែនឹងតាមតែខ្ញុំដល់សងខ្ញុំដោយពិធីរៀបការមួយអូវិញពូយើងអ្នកចាញ់ហើយ អ្នកពិតជាជឿទៅលើខ្លួនឯងមែន ថ្ងៃនេះអ្នកត្រូវតែបើកភ្នែកធំមើលច្បាស់ថាខ្ញុំរៀបការជាមួយគាត់យ៉ាងម៉េច យាយដេកជាងមកដល់ហើយ
យាយได้เข็ม ថ្ងៃនេះជាថ្ងៃរៀបការរបស់កូនចៅខ្ញុំឈីងផឺហានដើម្បីបង្ហាញពីស្ថិតិចិត្តខ្ញុំបានរៀបចំជាពិសេសនៅកំណយ3មុខ មុខទី1ខ្សែដៃត្បូងក្រហមមួយ អូយេនេះជាត្បូងក្រហមពណ៌ឈាមព្រាបទេមួយក្រឡាតែងតែមានតម្លៃរាប់ពាន់លាននេះប្រហែលជាលើពីវិកលដែលហើយមើលទៅ មុខទី2ផ្ទះ4ជ្រុងនៅក្រុងប៉េកាំងចំនួន2រថយន្តស្ពរចំនួន3គ្រឿងផ្ទះ4ជ្រុងនៅក្រុងប៉េកាំងនោះហើយមាន2ទៀតផងមុខទី3មាសដុំចំនួន5គីឡូ ឃើញទេនេះហើយជាស្ថិតិចិត្តរបស់គ្រូសាគីងចំពោះខ្ញុំវិកហាននិយាយទៀតថាដោយសារពិធីរៀបការលើកមុនត្រូវបន្សាពេលគាត់មានអារម្មណ៍មិនល្អចំពោះខ្ញុំណាស់ពិធីរៀបការថ្ងៃនេះគាត់ថែមទាំងរៀបចំជាពិសេសសម្រាប់ខ្ញុំនៅការដ៏សំមួយផងថ្ងៃនេះអ្នកត្រូវតែបើកភ្នែកធំមើលច្បាស់ប្រហែលជាជីវិតអ្នកទាំងមូលមិនធ្លាប់បានឃើញពិភពលោកបែបនេះទេហើយ ស៊ីនវៀនឡើងខ្ពស់ប៉ុណ្ណាធ្លាក់យ៉ាប់ប៉ុណ្ណាការតបស្នងរបស់អ្នកកំពុងមកដល់ហើយ យេអូគុណចំពោះការดูរបស់អ្នក ទាំងអស់នេះគឺជាចិត្តរបស់ផឺហាន ពិតមែននៅក្នុងចិត្តជីងពិតហានមានតែខ្ញុំទេទោះបីខ្ញុំចង់បានតារានៅលើមេគាត់ក៏នឹងរកវិធីយកវាមកឲ្យខ្ញុំដែរ ពួកអ្នកទាំងអស់គ្នាសូមទៅសម្រាប់សិនពិធីនឹងមុនត្រក្រោយមកផឺហាននៅតែត្រូវចំណាយពេលយូរទៀតទេ ចិត្តមកដល់ហើយ ឆេ ស៊ូពួកអ្នកពីរនាក់តែអង្គុយនៅខាងនោះទៅ ខ្ញុំចាំថាលិខិតអញ្ជើញសរសេរថាធំ បាទផាមើលបងស្រីនឹងចុះលើកមុនបានស្នាផ្លាស់ដូរការិកាធ្វើឲ្យបិចហានខឹងខ្លាំងណាស់លើកនេះចង់អង្គុយទៅទំទៀតពេលក្រោយបិចហានមកឃើញនាងគាត់នឹងខឹងទៀតបើគាត់ស្នាលែងរៀបការវិញយ៉ាងម៉េចទៅ លែងរៀបការការរៀបការនេះមិនអាចលែងបានទេ ស៊ីនទីទេបារ៉ារ៉េងពិធីរៀបការនៃប្អូនស្រីណាត់ទូលខុសត្រូវបានទេ Stop មកណាស់ទៅតែអង្គុយនៅខាងលើនោះដែរគុំធ្វើអញ្ចឹងធ្វើឲ្យត្រកូលសែមរបស់យើងអាម៉ា ពួកអ្នកមិនចាំបាច់ភ័យខ្លាចខ្លាំងអញ្ចឹងទេទោះបីខ្ញុំមិនមកការរៀបការនេះក៏មិនអាចសម្រេចបានដែរ គីវ៉ាន់នេះបានធ្វើខុសអ្វីចំពោះណាតែណាក់ក្រែនតែមិនអាចមើលឃើញនាងស្បាយបានទេ បងស្រីបងស្រុកចង់ប្រជុំមុខនឹងខ្ញុំក៏ចុះហេតុអ្វីបានជាមិនគិតពីត្រកូលសែមសោបងស្រីអបសេក្រិតពេកហើយ ខ្ញុំអព្យាក្រឹតគឺពួកអ្នកដែលធ្វើឲ្យខ្ញុំខ្លាចជាបែបនេះខ្ញុំចង់បានការមិនកើតមកសោះ គ្រប់គ្រាន់ហើយកូនស្រីមិនគួរពុះម្ដាយចំពោះអ្នកដែលមិនខ្វល់ពីការរស់នៅរបស់ត្រកូលសែមយើងនោះខ្ញុំក៏មិនចាំគិតពីសេចក្តីស្រឡាញ់របស់កូនស្រីទៀតដែរចាប់ពីថ្ងៃនេះទៅណាឡើងតែជាកូនស្រីរបស់សែមឈីងសាន់ខ្ញុំទីថៃ ខ្ញុំលែងចាប់អារម្មណ៍នឹងការតាក់ទងណាមួយជាមួយពួកអ្នកទៀតហើយ ល្អហើយណាសិតវិទ្យាចាប់ពីថ្ងៃនេះទៅអ្នកឡើងតែជាមនុស្សត្រកូលសែមយើងទីថៃសិនទៅ ឪពុក ពុកកុំខឹងទេគីទោះជាយ៉ាងណានាងក៏ជាបងស្រីខ្ញុំដែរហើយនាងមើលពិធីរៀបអាពាហ៍ពិពាហ៍ចាប់សិនទៅសែមគីលីអ្វីទាំងអស់នៃត្រកូលសែមនឹងខ្លាយជារបស់ខ្ញុំទាំងដល់ជាងបាយហានកាន់តែជារបស់ខ្ញុំទៅទៀតខ្ញុំចង់ឲ្យអ្នកមើលឃើញដោយភ្នែកផ្ទាល់ខ្ញុំលូជិកអ្វីទាំងដល់របស់អ្នកធ្វើអីណាគ្មានអ្វីសោះ លោកគ្រូជើង មានរឿងអី គឺខានអ្នកមកដល់ទីបំផុតហើយគ្មានអីទេគ្រាន់តែបងស្រីឃើញខ្ញុំរៀបការជាមួយអ្នកអារម្មណ៍មិនសប្បាយហើយឆ្លោះគ្នាទូចប៉ុណ្ណោះ ស៊ីនជីអីខ្ញុំបានប្រាប់អ្នកហើយនៅក្នុងចិត្តខ្ញុំមានតែវ៉ាន់ប៉ុណ្ណោះ លោកគ្រូជើងអាយគុំខឹងហើយខ្ញុំខុសទាំងអស់មិនបានចិញ្ចឹមបីបាច់នាងឲ្យបានល្អ ហើយ សូមអរគុណលោកគ្រូខ្ញុំបាននឹងនាងកាត់ផ្ដាច់ទំនាក់ទំនងអំពុកកូនស្រីហើយនាងនឹងមានជីវិតយូរស្លាប់គ្មានទំនាក់ទំនងជាមួយត្រកូលសែមនឹងទេហើយក៏មិនរែងពិធីមង្គលការរបស់អ្នកនឹងវ៉ាន់ដែរ ហេហ៊ីហាកាត់ឲ្យបានល្អ ពេលវេលាស្ទើរតែគ្រប់ហើយពិធីការនឹងចាប់ផ្ដើមហើយ គុំអ៊ូលអារម្មណ៍ការសុំទោសដែលខ្ញុំសន្យានឹងអ្នកមិនទាន់បានមើលទេមុននេះដោយសារតែខ្ញុំធ្វើឲ្យពិធីមង្គលការណាយឺតខ្ញុំបានសន្យានឹងអ្នកការសុំទោសនោះខ្ញុំពិតជានឹងធ្វើ ពុឆានពិតជាមានចិត្តល្អណាស់ អ្នកវិញ មិនទាន់តែមើលទាន់ពេលទេ លឿន
វ៉ាន់វ៉ាន់ល្បែងល្អចាប់ផ្ដើមហើយ នេះជាអ្វីនាងសាមភ័យខ្លាចមកដល់ម្លេះ អើយសែមវ៉ាន់វ៉ាន់មានកូនហើយនៅផងហើយកើតរឿងរបូតកូនទៀត Robot គុណ ណែ ធ្វើមិនបានយ៉ាងនេះមុនហេតុអ្វីបានជាអ្នកនិយាយជាមួយខ្ញុំថាអ្នកទៅរៀននៅបរទេសហេតុអ្វីបានជាអ្នកទៅធ្វើអន្តរអារគុណយ៉ាងនេះ តើរៀនមិនមែននិយាយថានាងសាមវ៉ាន់វ៉ាន់ត្រូវនាងសាមជីអ៊ីឆោយកពិធីរៀបការទេហើយបានជាអស់សង្ឃឹមចាស់ចេញមែនទេ ដូច្នេះគឺនាងឯងមានផ្ទៃពោះហើយលែងលះពិធីរៀបការហើយធ្វើជាខ្លួនឯងជាជនរងគ្រោះ គ្មានគិតដល់នាងដែលខាងក្រៅតែងតែគិតសាមញ្ញមនុស្សល្អយ៉ាងនាងសាមជីវិតតែជាវិញមានភាពវឹកវរម្លេះ សែមវ៉ាន់វ៉ាន់5ឆ្នាំមុនអ្នកយកខ្ញុំមកចោទប្រកាន់ឆក់យកកិច្ចសន្យារៀបការរបស់អ្នករសជាតិនៃការត្អូញត្អែបែបនេះដល់វិញអ្នកហើយ បាមិនមែនដូចនោះទេ អា សូមអ្នកស្ដាប់ការបន្ទោសខ្ញុំ ណែនេះមានអ្វីត្រូវបន្លទៀត ទេណាគ្នាពិសេសនាងវ៉ាន់វ៉ាន់ក៏ត្រូវគេក៏ប្រោះដែរនាងធ្វើដូច្នេះដោយមិនចង់ ដូច្នេះពេលនោះអ្នកដឹងហើយរួមគ្នាបបប្រាស់ខ្ញុំមែនទេ ទេណាគ្នាពិសេសការធ្វើរបស់ខ្ញុំដូច្នេះក៏ដើម្បីត្រកូលសាន់ដែរ ដើម្បីត្រកូលសែមដូច្នេះយកូនស្រីម្នាក់ទៀតមកបិទបាំងការអាម៉ាពួកណាធ្វើម៉េចបានធ្វើរឿងគួរឲ្យខ្ពើមយ៉ាងនេះ កែហានពេលមុននាងសាមស៊ីគីបានប្រាប់ខ្ញុំថាអ្នកមិនចូលចិត្តខ្ញុំទើបតែជួយនាងខ្ញុំទើបតែធ្វើខើទាំងក៏នេះជាកំហុសរបស់នាងជាអ្នកបោកប្រាស់ខ្ញុំសូមអ្នកជួយខ្ញុំផងបើហាន ខ្ញុំដឹងហើយថាអ្នកនឹងមិនទទួលស្គាល់គុំអាលនៅមានកាដូទី2ទៀត តាំងពីអ្នកម្ដាយស្លាប់ទៅបន្ទប់របស់កូនស្រីច្បងត្រូវកូនស្រីទី2យកទៅរក្សាទុកហើយពេលកន្លងមកនេះនាងតែងតែរករឿងកូនស្រីច្បងមិនឲ្យនាងឆ្អែតពុះសោះថែមទាំងកាត់បន្ថយប្រាក់ចំណាយរបស់នាងទៀតកូនស្រីច្បងពេលកន្លងមកនេះគ្រាន់តែពឹងផ្អែកលើការងាររបស់នាងផ្ទាល់ទេរស់នៅដោយលំបាកណាស់ លោកចៅហ្វាយ៉ាងតាមពិតខ្ញុំមិនស្គាល់ទេអ្នកណាឈ្មោះសែនជីអ៊ីគឺសែនវ៉ាន់វ៉ាន់ឲ្យលុយខ្ញុំមួយចំនួនឲ្យខ្ញុំមកបង្កើតរឿងថានាងសម្លាប់មនុស្សនាងថាដូច្នេះ នាងនឹងអាចខ្លាយជាភរិយារបស់លោកចៅហ្វានយ៉ាងបានហើយ គេតែងតែនិយាយថាកូនស្រីច្បងត្រកូលសាមសុភាពរៀបសារគ្មានគេគិតថានៅក្រៅខ្នងធ្វើបាបបងស្រីរបស់ខ្លួនដំលេះ ថែមទាំងបំបែកលោកចៅហ្វាយ៉ាងនិងសែនជីអ៊ីទៀតផង ចិត្តអាក្រក់ពេលហើយហេតុអ្វីបានជាអ្នកហ៊ានចាក់វីដេអូនេះនៅពិធីរៀបការរបស់ខ្ញុំនេះជារឿងមិនពិតទេសាន់ទីគឺណាជាអ្នកឲ្យគេមកបង្កប់ចំណាស់ខ្ញុំអាណា អ្នកស្រីសែនវ៉ាន់វ៉ាន់អ្នកត្រូវបានចោទប្រកាន់ពីបទជួគេឃាតករសូមអញ្ជើញមកជាមួយខ្ញុំមួយផ្លែត មិនបានទេខ្ញុំមិនអាចដាក់កុបបានទេអើពឹក នេះ ប្តីអ្នកគិតផ្លូវជួយសង្គ្រោះវ៉ាន់វ៉ាន់តិចមើលអ្នកគិតផ្លូវជួយសង្គ្រោះហើយ ណែបើពេលក្រោយនាងចូលគុកមែនត្រកូលសាមយើងនឹងរស់នៅក្នុងស៊ីងហើយយ៉ាងមិនកាត់លោកចៅវ៉ែនយ៉ាងអ្នកមើលចុះវ៉ាន់វ៉ាន់ក៏មិនមែនចិត្តណាដែរយើងចិត្តនឹងខ្លាយគីគ្រូសាតែមួយហើយសុំណាក់កុំមើលឃើញគេណែបដោយមិនជួយសោះ កិច្ចសន្យាវិន កិច្ចសន្យាគម្រោងខាងលិចទីក្រុង ជួយសង្គ្រោះក្រុមហ៊ុនសែមឬក៏ជួយសង្គ្រោះវ៉ាន់វ៉ាន់ជួយត្រកូលសែមទេឬក៏ជួយវ៉ាន់វ៉ាន់មិនមែនទេ លោកចៅវាយកាលោកមានន័យយ៉ាងម៉េចទៅ ជ្រើសរើសមួយអ្នកចង់សហការជាមួយត្រកូលកាឲ្យត្រកូលសែមឡើងលើមេឃមួយជំហានទេឬក៏ចង់ជួយសង្គ្រោះកូនស្រីរបស់អ្នកដែលចិត្តបាត់បង់កិត្តិយសនេះ អ្នកនៅ Stexter ដែរទៀតក្រុមហ៊ុនដែលគ្មានសំខាន់នោះអាចប្រៀបធៀបជាមួយវ៉ាន់វ៉ាន់បានទេអ្នកត្រូវតែសង្គ្រោះវ៉ាន់វ៉ាន់ហើយ អើពឹកសូមអង្វរណាបានទេសូមជួយខ្ញុំ ហឺយអេងធ្វើរឿងអាម៉ាច្រើនមិនចម្លេះអេងនៅតែចង់ឲ្យពួកយើងបំផ្លាញក្រុមហ៊ុនទីទៅ អើពឹក លោកចៅវាយកាចាប់ពីពេលនេះទៅនាងសែមវ៉ាន់វ៉ាន់លែងមិនជាកូនស្រីខ្ញុំទីថៃអ្វីទាំងអស់ដែលនាងបានធ្វើគ្មានទំនាក់ទំនងអ្វីជាមួយត្រកូលសែមយើងទេ
កូនស្គូទាំងចេះវ៉ាន់ជាកូនសាច់សាឡារបស់អ្នកអាចមិនសង្គ្រោះគេយ៉ាងម៉េចបាន ពុកហេតុអ្វីបានជាអ្នកធ្វើបែបនេះទៅខ្ញុំ សុនវ៉ាន់នេះជាអ្នកដែលអ្នកនិយាយថាចូលចិត្តអ្នកជាងគេកាលពីមុនគាត់អាចបោះបង់ខ្ញុំដោយគ្មានស្រណោះស្រឡាញ់ក៏អាចបោះបង់អ្នកដូចគ្នាដែរ ទៅជើ សុនវ៉ាន់វ៉ាន់ ទៅ Why can ហេតុអ្វីបានជាអ្នកធ្វើបែបនេះទៅខ្ញុំ អ្នកមិនស្រឡាញ់ខ្ញុំទេ ព្រោះអ្នកបានធ្វើឲ្យ GE ឈឺចាប់ ដូច្នេះ អ្នកគ្មានចិត្តណារីកាជាមួយខ្ញុំសោះអ្នកពោប្រាស់ខ្ញុំតែនពីដើមដល់ចប់ ត្រូវហើយខ្ញុំចង់ឲ្យណាទូទាត់ថ្លៃសម្រាប់អ្វីដែលអ្នកបានធ្វើយកទៅទៅ វ៉ាន់អ្នកមិនអាចជិះវ៉ាន់ទៅបានទេវ៉ាន់ ម៉ាក់ អ្នកមិនអាចជិះនាងទៅបានទេវ៉ាន់ អើយ ម៉ាក់ នេះគឺជាការស្វែងរកដោយខ្លួនឯងរបស់នាងអគ្គនាយកជាងទោះយើងនិយាយអំពីកិច្ចសហប្រតិបត្តិការគម្រោងទីក្រុងខាងលិច អ្នកគិតថាខ្ញុំនឹងអូសទាញនៅ ហើយយ៉ាងមានន័យថាម៉េចណែ សម្អាតឲ្យស្អាត ចាហើយធ្វើឡៃដោះខ្ញុំចេញហើយជាង break hand ណាក់គ្មានសេចក្ដីការសោះណាជាង break hand GE ខ្ញុំបានធ្វើវាបានហើយអ្នកដែលបានធ្វើឲ្យអ្នកឈឺចាប់ខ្ញុំបានដោះស្រាយអស់ហើយអ្វីដែលលោកយ៉ែងបានធ្វើគឺសម្រាប់ Shen Sai ទាំងអស់ បើសិន Shen 11មិនបង្ករឿងពួកគេនឹងរៀបការគ្នាហើយ GE ឥឡូវខ្ញុំទើបដឹងតាំងពីដើមដល់ចុងអ្នកដែលខ្ញុំស្រឡាញ់មានតែណាទេឥឡូវនេះអ្នកអាចអភ័យទោសឲ្យខ្ញុំបានទេ ស្នេហាដែលអ្នកនិយាយថាគឺតែងតែអនុញ្ញាតឲ្យ Shen Wunun ធ្វើឲ្យខ្ញុំឈឺចាប់មែនទេ ទេ នាងតែងតែបញ្ចោលខ្ញុំបានពន្យល់ហើយប៉ុន្តែអ្នកមិនដែលជឿហើយគិតថាអ្វីទាំងអស់គឺខ្ញុំធ្វើខ្ញុំទេដែលខំប្រឹងប្រែងខខខ្លាំងណាស់ មិនមែនទេខ្ញុំគ្រាន់តែគិតថាអ្នកដែលបានជួយខ្ញុំកាលពីមុនគឺ Shen Wunun នាងបានបោកបញ្ឆោតខ្ញុំទើបជានាង អ្នកគិតថានាងបានជួយអ្នក ចាស់កាលពីមុនបន្ទាប់ពីអ្នកជួយខ្ញុំអ្នកបានចាក់ចេញមានតែ Shen Wunun នៅក្បែរខ្ញុំទើបគិតថានាងជាអ្នកជួយខ្ញុំទោះគឺនាងទាំងអស់ អ្នកពិតជាគួរឲ្យអស់សំណើចមែន Jing Bihan អ្នកគិតថា Shen Wunun បានជួយអ្នកហេតុនេះអ្នកស្រឡាញ់នាងហើយឥឡូវនេះអ្នកដឹងខុសហើយបែរជានិយាយថាស្រឡាញ់ខ្ញុំទៅវិញស្នេហារបស់អ្នកថោកពេក សុំទោស GE អ្នកជឿខ្ញុំមើលអ្នកដែលខ្ញុំស្រឡាញ់គឺអ្នកតាំងពីដើមមករៀបការជាមួយខ្ញុំការសន្យាកាលពីមុនខ្ញុំនឹងបំពេញវាឡើងវិញទាំងអស់តំណែងជាភរិយារបស់លោក Dian នឹងមានតែណាទេ GA ខ្ញុំមិនអាចរៀបការជាមួយអ្នកបានទេខ្ញុំមិនអាចរៀបការជាមួយអ្នកទេ ហេតុអ្វី អ្នកគិតថាការធ្វើរឿងទាំងនេះរបស់អ្នកអាចបំពេញការឈឺចាប់ដែលអ្នកធ្វើឲ្យខ្ញុំបានទេ5ឆ្នាំនេះខ្ញុំគ្រាន់តែជាកម្មវិធីកម្សាន្តមួយរបស់អ្នកតែប៉ុណ្ណោះបន្ទាប់ពីស៊ីនវ៉ាន់ត្រឡប់មកដល់ប្រទេសវិញអ្នកអាចដោះលែងខ្ញុំឲ្យទៅបានច្បាស់ប៉ុន្តែអ្នកនៅតែចងខ្ញុំឲ្យនៅក្បែរអ្នកធ្វើទារុណកម្មខ្ញុំទៀតរឿងទាំងអស់នេះអ្នកភ្លេចហើយឬ ខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកចាក់ចេញពីខ្ញុំទេ នេះមិនមែនជាការញ៉ាំពីចាននេះហើយមើលទៅឆ្នាំនោះទេអាមនុស្សអាក្រក់ បែបនេះនិយាយថាខ្លួនស្រឡាញ់កញ្ញាស៊ីនខ្លាំងណាស់ GE ខ្ញុំសន្យាអ្វីដែលខ្ញុំខ្ចីណាស់នឹងសឹងអ្នកទាំងអស់ សងអ្នកនឹងសងយ៉ាងម៉េចដើម្បីស៊ីនវ៉ាន់អ្នករុញខ្ញុំដែលចេះហែទឹកធ្លាក់ទឹកឲ្យខ្ញុំបូមឈាមឲ្យនាង
សំបីតែដោយសារតែនាងរបួសយករំពាត់ពីខ្ញុំរឿងទាំងនេះជីវិតរបស់អ្នកគ្រប់គ្រាន់ក្នុងការសងទេ សុំទៅជី អ្នកវិញធ្វើបែបនេះទៅកាន់ជីអ៊ីអ្នកមានមុខអ្វីទៀតមកសុំការអភ័យទោសពីនាង សុំគីជីអ៊ីគួរតែជារបស់ខ្ញុំពីដើម ឥឡូវនាងជាភរិយារបស់ខ្ញុំហើយអ្នកមានសិទ្ធិអ្វីនិយាយពីបែបនេះ ធ្វើម៉េចក៏ដោយអ្នកដែលជីអ៊ីស្រឡាញ់មានតែខ្ញុំម្នាក់គិតជី5ឆ្នាំនេះអ្នកមិនដែលគិតពីការចាក់ចេញពីខ្ញុំទេអ្នកស្រឡាញ់ខ្ញុំមែនទេ ជាងបៃហានខ្ញុំមិនដែលគិតពីការរៀបការជាមួយអ្នកទេទៅចុះ ស៊ុបសិនស៊ុបសិនជីអេពីមុនពេខានបានធ្វើខុសច្រើនណាស់ប៉ុន្តែខ្ញុំឃើញថានៅក្នុងចិត្តគេមានណាដែលរៀបណាអ្នកព្រមត្រឡប់មកវិញខ្ញុំនឹងផ្ទេរឲ្យណាខេតកណ្ដាលភាគហ៊ុននៃក្រុមហ៊ុនជាង 50%នេះតម្លៃរាប់រយលានហើយនេះ ឃើញថាយាយដេជាងពិតជាស្រឡាញ់កញ្ញាសឿនណាស់ អាណាអ្នកព្រមត្រឡប់មកតែជាងវិញទេ ខ្ញុំមិនព្រមទេយេខ្ញុំអភ័យទោសឲ្យគេហើយគឺដូចជាមិនអើពើខ្លួនឯងពីមុនទេ ជីអ៊ីហេតុអ្វីបានជាណាមិនអាចអភ័យទោសឲ្យខ្ញុំ ពេលខានពេលហើយក៏ដល់ពេលហើយដោះលែងគ្នាទៅចុះ ទេយេគ្រាន់តែគិតថាជីអ៊ីនៅពេលខាងមុខនឹងមិននៅជាមួយខ្ញុំទៀតចិត្តខ្ញុំឈឺចាប់ណាស់យេក្នុងជីវិតនេះខ្ញុំនឹងមិនរៀបការនឹងនារីណាភេសង្ក្រៅពីនាងទេ មានរឿងអី ខ្ញុំមិនដឹងថាពីមុនណាអមទុកខាត់ខ្មាត់ច្រើនម្លេះទេ ទាំងអស់ក៏ហួសផុតទៅហើយ ពេលខាងមុខខ្ញុំពិតជានឹងតែរក្សាអ្នកឲ្យបានល្អ តោះទៅ ជើងរបស់ណាជីសេសបៃល្អណាស់ថ្ងៃស្លែកខ្ញុំនឹងមកចាក់ថ្នាំអុយណាពីរដងទៀត អរគុណ នេះគឺជាស្រីក្នុងរូបថតរបស់ណាស្រីក្មេងនោះអានហាងដើម្បីនាងព្រមប្រែងធ្វើស្វីស៊ីកក្រាពីរបស់ណាខ្លាំងមែនតែនឥឡូវជីសេសបៃហើយណាវិញក៏ខ្លាចទៅវិញតើណាត្រូវការឲ្យខ្ញុំជួយអ្វី កុំធ្វើដោយនាងភ័យ ពេទ្យសូមផឹកតែ អូ តែខ្ញុំមិនផឹកទេនេះគឺសម្រាប់ពួកណាខ្ញុំបានសរសេរវិក្យបញ្ជាnăm 2 ចាំស្ងោតាមចំហានដែលមានចែងនៅលើនេះ បាទចាស់ អរគុណណាស់ CE មិនបាច់រាក់ទាក់ទេ ណាស់ពិតជាមិនចាំខ្ញុំទៀតហើយ អ្នកប្រុសអ្នកពិតជាចង់លុបលាងកិច្ចសន្យារៀបការមែនឬ ក្នុងស្ថានភាពរបស់ខ្ញុំឥឡូវនេះខ្ញុំមិនចង់ធ្វើឲ្យក្មេងស្រីនោះខកខានទេ អូអ្នកប្រុសប្រយ័ត្ន ប្រយ័ត្ន អរគុណណាស់ក្មេងស្រី កិច្ចការតូចតាចទេជើងរបស់អ្នកពីមុនធ្លាប់របួសមែនអត់ អ្នកប្រុសរបស់យើងពីមុនបានចូលបម្រើក្នុងកងទ័ពរបួសនៅជើងប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ ខ្ញុំបានជួបអ្នករបួសច្រើនណាស់ពួកគេទាំងអស់ជាសះស្បើយហើយ
អ្នកជាទាហានឆន្ទៈកាន់តែខ្លាំងជាងរបួសជើងពិតជានឹងជាសះស្បើយលឿនជាងនេះទៀតមិននិយាយទៀតទេខ្ញុំយឺតម៉ោងរៀនហើយបាយជួបគ្នាលើក្រោយតស៊ូឡើងភ្នំជាមួយគ្នា ទៅស៊ើបអង្កេតអំពីក្មេងស្រីម្នាក់នេះមើលខ្ញុំចង់ដឹងអំពីនាងគ្រប់យ៉ាង ខ្ញុំចាំបានហើយអូទៅជាអ្នកហើយអូមែនហើយអ្នកនឹងហើយ បន្ទាប់ពីដឹងថាណាជាគូរំពង Obsecret របស់ខ្ញុំសប្បាយចិត្តណាស់ចាប់ពីថ្ងៃនោះមកខ្ញុំបានស្ពតត្រូវតែព្យាបាលជើងឲ្យជាសះស្បើយហើយមករៀបការជាមួយណា អ្នកគ្រាន់តែជួបខ្ញុំម្ដងប៉ុណ្ណោះក៏គិតថានឹងរៀបការជាមួយខ្ញុំហើយ ចុះឥឡូវនេះខ្ញុំបានរៀបការជាមួយណាស់ហើយនៅពេលអនាគតខ្ញុំនឹងមិនអីណាអងទុកទៀតទេ ចូលមក ខ្ញុំមកយកភួរ អាកាសធាតុក្តៅហើយអ្នកត្រឡប់ទៅគេងក្នុងបន្ទប់វិញតើ អរគុណ ចម្លែកណាស់យប់នេះហេតុអីក្តៅម៉េះ គេងមិនលក់សោះ ខ្ញុំរាក់ទាក់បន្តិចខ្ញុំទៅផឹកទឹកបន្តិចហេតុអីទឹកអស់ហើយសាច់មាន់ទឹកស៊ុបដាក់អីនឹងក្រអូបម៉េះលេងពិបាកហើយមិនខ្វល់អីទេស្លាប់មាន់នេះដាក់អីខ្លះទៅហើយក្លិនក្រអូបម៉េះគិតមិនចេញហើយមិនគិតទៀតទេហេតុអីក៏ម្ដៅឡើងខ្លាំងម៉េះ ណាំដៃឲ្យខ្ញុំនំស្លាស្ងៀមចិត្តមកដោយពួកអ្នកញ៉ាំឯកដៃកូនប្រុសកំប្រណាណាំដៃកំពុងរំចាំចង់មានចាហើយ អាយ៉ាមុខអ្នកហេតុអីក្រហមម៉េះ ដៃគាត់ត្រជាក់ណាស់មើលទៅនឹងគាត់មើលទៅស្អាតណាស់ អ្នកមានអីហើយ មកខ្ញុំបានប្រាប់មកឲ្យក្រោយមកកុំធ្វើរបស់ទាំងនេះអ្វីចម្លែកទីថៃ តាមពិតទៅមិនមែនមកពីស៊ុបទាំងស្រុងនៅថ្ងៃម្សិលមិញទេ ជីហេក្រោយមកខ្ញុំពិតជានឹងថែរក្សាអ្នកឲ្យបានល្អ កូនចៅខ្ញុំទើបតែបើកទ្វារគាត់ក៏ចូលមកផ្លែមពិតជារែងមិនបានទេ ខ្ញុំសូមលោកយងទៅសិនចុះ ចា អ្នកមកទៀតធ្វើអី ជីអីយីឈឺហើយនាងហើយឈ្មោះអ្នកឥតឈប់អ្នកអាយទៅជាមួយខ្ញុំត្រឡប់ទៅជួបនាងបានទេ ចាំខ្ញុំនៅក្រៅ ខ្ញុំទៅជាមួយណាស់ទៅខ្ញុំខ្លាចគាត់លេងល្បិចអី មិនបាច់ទេ
គាត់មិនដល់ព្រមប្រើកិច្ចការរបស់យាយមកបោកខ្ញុំទេខ្ញុំផ្ញើទីតាំងឲ្យអ្នកបើខ្ញុំមិនត្រឡប់មកវិញរហូតអ្នកត្រូវមករកខ្ញុំអូខេយាយទៅណាហើយ ញ៉ាំអាហារមុនចុះម៉េចក៏មិនចូលចិត្តហាងនេះទៀតលើកចុងក្រោយអ្នកគ្រាន់តែញ៉ាំអាហារជាមួយខ្ញុំម្ដងទៀតបន្ទាប់ពីញ៉ាំហើយខ្ញុំសោកស្បាតនិងមិនរំខានអ្នកទៀតទេចាំថាអ្នកចូលចិត្តម្ហូបនេះជាងគេរាល់ពេលខ្ញុំតែងតែបញ្ជាវា ខ្ញុំញ៉ាំរួចហើយ ចាំតិចសិនលើកចុងក្រោយអ្នកទៅកន្លែងមួយជាមួយខ្ញុំ ជាងបៃហាន់ខ្ញុំគ្មានពេលចំណាយលេងល្បែងគ្មានប្រយោជន៍ជាមួយអ្នកទេ ពិតជាលើកចុងក្រោយបន្ទាប់ពីញ៉ាំហើយខ្ញុំសោកស្បាតនិងមិនរំខានអ្នកទៀតទេ លើកចុងក្រោយខ្ញុំឲ្យគេធ្វើសម្អាតបន្ទប់នេះជារៀងរាល់ថ្ងៃគ្រាន់តែសង្ឃឹមថានៅថ្ងៃណាមួយអ្នកនឹងត្រឡប់មករស់នៅទៀតបើអ្នកគិតថាកន្លែងនេះតូចពេកខ្ញុំទិញផ្ទះមួយកន្លែងនៅជិតឆ្នេរសមុទ្រដែរអ្នកមិនច្រើនតែនិយាយថាចង់ទៅឆ្នេរសមុទ្រទេពេលក្រោយយើងទៅជារៀងរាល់ឆ្នាំ ជាងបៃហាន់អ្នកនៅតែមិនយល់ទេខ្ញុំមិនត្រូវការផ្ទះរបស់អ្នកទេ ហេតុអ្វី ឥឡូវខ្ញុំមានគ្រួសារមានប្តីរស់នៅដោយសុភមង្គលណាស់ចងចាំពាក្យដែលអ្នកបាននិយាយកុំមករកខ្ញុំទៀត ជប់សិនប្រកាសជាអំណោយនេះអ្នកមិនចូលចិត្តខ្ញុំឲ្យអ្នកមើលអ្វីមួយបើប្រៀបធៀបនឹងអ្វីដែលជីអ៊ីរឹងទុករឿងនេះមិនសូវអ្វីទេត្រជាក់ណាស់ជីអ៊ីទើបដឹងថាម៉ាស៊ីនត្រជាក់រដូវរងាត្រជាក់មែនតែន លោកចាំងណាវាយខ្ញុំវាយឲ្យខ្លាំងលោកចាំងលោកធ្វើដូច្នេះធ្វើអ្វីទៀតនេះជាអ្វីដែលខ្ញុំជំពាក់ GE វាលោកគ្រូជាងហេតុអ្វីបានជាលោកគ្រូធ្វើខ្លួនឯងពិបាកដូច្នេះវាជាអ្វីដែលខ្ញុំខ្ចីពី GE វា GE ខ្លាចឈឺជាងគេហើយខ្ញុំនៅតែធ្វើបាបនាងខ្ញុំគ្រាន់តែជាសត្វពាហនៈបណ្ឌើអ្វីដែលខ្ញុំខ្ចីពី GE ខ្ញុំនឹងសឹងនាងវិញ10ដងបើលោកគ្រូនៅតែវាបន្តទៀតលោកគ្រូនឹងស្លាប់បណ្ឌើមួយរយរំពាតមិនអាចខ្វះសំបីតែមួយរំពួតទេមានតែវិធីនេះទេ GE ទើបអាចអភ័យទោសឲ្យខ្ញុំបណ្ឌើ លោកគ្រូជាងលោកគ្រូលោកគ្រូ GE ខ្ញុំពិតជាមនុស្សអាក្រក់មែនអ្វីដែលអ្នកធ្លាប់ទទួលរងខ្ញុំបានសឹងវិញអស់ហើយឥឡូវនេះតើអ្នកអាចអភ័យទោសឲ្យខ្ញុំបានទេ ជាងបៃហាន់មិនថាអ្នកធ្វើយ៉ាងណាក៏ដោយខ្ញុំនឹងមិនអភ័យទោសឲ្យអ្នកជាដាច់ខាតជាងពេជ្រហានមិនថាអ្នកធ្វើយ៉ាងណាក៏ដោយខ្ញុំនឹងមិនអធ្យាស្រ័យអ្នកជាដាច់ខាត
ជីខ្ញុំសុំណាគុំធ្វើបែបនេះទៅខ្ញុំចិត្តខ្ញុំឈឺចាប់ណាស់ កាលពីមុននៅពេលដែលអ្នកយកចិត្តទុកដាក់លើស្វានវ៉ាន់វ៉ាន់រាល់ពេលរាល់ដងខ្ញុំក៏ឈឺចាប់ដែរប៉ុន្តែមិនអីទេឈឺយូរទៅក៏លីភ្លេចឈឺក៏មិនឈឺទៀតហើយ ឈប់សិនខ្ញុំនៅមានរបស់ចុងក្រោយមួយទៀតមើលហើយអ្នកពិតជាអធិស្ឋានខ្ញុំជាមិនខាននាំយកនាងនោះមក ស្វានវ៉ាន់វ៉ាន់ ជួយខ្ញុំផងខ្ញុំដឹងខឹបពិតប្រាកដហើយណាឲ្យគាត់ដោះលែងខ្ញុំទៅ ជាងពេជ្រហានអ្នកធ្វើអីចំពោះនាង អ្វីដែលអ្នកធ្លាប់ទទួលរងខ្ញុំឲ្យនាងផ្លាស់វាទាំងអស់ហើយ ឯងធ្វើអីចំពោះនាងហើយ អ្វីដែលឯងធ្លាប់ទទួលរងខ្ញុំឲ្យនាងផ្លាស់វាទាំងអស់ហើយនេះជាអ្វីដែលនាងត្រូវទទួលបាន សុំអង្វរហើយខ្ញុំទៅเป็นអ្នកគៀរក៏បានដែរខ្ញុំមិនចង់ឲ្យគាត់ធ្វើបាបខ្ញុំទៀតទេ យកនាងទៅ គុំ ឯងពិតជាឈួតហើយទោះបីនាងខុសក៏ដោយប៉ុន្តែអ្នកដែលអនុញ្ញាតឲ្យនាងធ្វើអ្វីទាំងអស់នោះគឺឯងហើយឯងធ្វើឲ្យខ្ញុំខឹងណាស់ គុំធ្វើអីចឹងបើមិនអញ្ចឹងទេអ្វីដែលខ្ញុំធ្វើនេះមានន័យអីទៀត ដោះលែងខ្ញុំ ដោះលែងខ្ញុំហើយ គុំបែនាងមែនអីឡត់ យើងទៅ គុំទៅខ្ញុំសូមអង្វរែង ខ្ញុំខុសពីឯងមិនស្រឡាញ់ក៏មិនស្រឡាញ់ហើយ មានអ្វីមិនស្រួលខ្លួនទេ ប្រហែលជាពេលថ្មីនេះខ្ញុំហត់ខ្លាំងពេក លោកណាំដៃថៃត្រូវការអញ្ចឹងគ្រូពេទ្យមកមើលទេ ខែនេះអ្នកមិនបានមកទេមែនទេ ហាក់ដូចជាមិនបានមកមែន ពូសូមទៅអញ្ជើញគ្រូពេទ្យផ្លាម ចេះ មែនលទ្ធផលយ៉ាងម៉េចខ្លះ ស៊ុំអបអូសាទូលោកនឹងខ្លាយជាពុកហើយ ពិតមែនទេខ្ញុំនឹងខ្លាយជាពុកហើយល្អណាស់ ស៊ុំប្រាប់ថាបុយខែដំបូងនេះស្ត្រីមានផ្ទៃពុះត្រូវថែរក្សាខ្លួនប្រាណឲ្យបានល្អស្កំភីបត្រូវប្រុងប្រយ័ត្ន ខ្ញុំលន់ចិត្តពេកហើយ មិនអីទេមែនទេចំណែកខ្ញុំនឹងសរសេររ៉ាសសម្រាប់ស្ទីរ៉ូពីផ្ទៃពុះហើយអ្នកខ្លះសិនត្រឡប់ទៅវិញរកពេលវេលាទៅមន្ទីរពេទ្យធ្វើការពិនិត្យឲ្យផ្ទៃពុះផង រំខានលោកគ្រូហើយ ខ្ញុំសុំលែទៅសិនហើយ GD ពេលខាងមុខអ្នកគ្រាន់តែ recreate ទៅបានហើយខ្ញុំពិតជានឹងថែរក្សាអ្នកនឹងកូនឲ្យបានល្អ ខ្ញុំជឿជាក់លើអ្នក អាឡូ អ្នកនៅឯណា ខ្ញុំមកដល់ជាន់ក្រោមផ្សារទំនើបហើយចង់ទៅទិញខោអាវខ្លះឲ្យកូន ខ្ញុំនឹងទៅរកអ្នកផ្លា អូខេខ្ញុំនឹងទៅព្រួយ អាឡូ GD អាឡូ ហេតុអីខ្ញុំនៅទីនេះនេះជាអី ជួបគ្នាយូរហើយនេះបងស្រីគេទីស្រឡាញ់របស់ខ្ញុំ សែមវ៉ាន់វ៉ាន់នាងវិកលចរិតហើយដោះលែងខ្ញុំ វិកលចរិតមែនហើយខ្ញុំវិកលចរិតដោយសារពួកនាងយូរហើយនាងមើលខ្លួនឯងទៅអ្នកធ្វើអ្វីទាំងអស់នេះគឺជាការងាររបស់ចេងបិខានគាត់ធ្វើវីរ៉ាល់ថ្ងៃធ្វើទីរនកម្មខ្ញុំមិនដាច់កំពៀនលើខ្ញុំជីវិតខ្ញុំសូម្បីតែមិនស្ម័គ្រឆ្កាទៀតហើយ អ្វីដែលគាត់ធ្វើដល់នាងមានទំនាក់ទំនងអីជាមួយខ្ញុំ គ្មានទេគាត់ធ្វើដូចនោះគឺដោយសារតែនាងទេដែរត្រកូលសែមកសត្វហើយខ្ញុំគ្មានអ្វីសោះឡើយតែនាងវិញបានរៀបការចូលត្រកូលសុំរួចនៅដោយសុខសប្បាយ ទាំងអស់នេះគឺនាងធ្វើខ្លួនឯងទទួលខ្លួនឯង
ខ្ញុំធ្វើខ្លួនឯងទទួលខ្លួនឯងពិតជាអ្វីទាំងតនេះគូតែជារបស់ខ្ញុំទេតើខ្ញុំបានឲ្យគៀងប្រធានមកហើយខ្ញុំចង់មើលថាគាត់ព្រួយបារម្ភពីនាងប៉ុណ្ណាទៅ ជីយី មកលីនេះចឹង សែមវ៉ាន់វ៉ាន់ឥឡូវនេះដោះលែងជីយីចុះខ្ញុំនៅតែអាចទប់ជីវិតអ្នកបាន ជីវិតខ្ញុំត្រូវអ្នកធ្វើជារុនកម្មដល់ថ្នាក់នេះហើយខ្ញុំឡើងខ្វល់ពីការរោគស្លាប់ទៀតហើយ រឿងទាំងអស់នេះគឺខ្ញុំធ្វើគ្មានទំនាក់ទំនងអីជាមួយជីយីទេអ្នកដោះលែងជីយីចុះអ្នកទៀមទារអ្វីខ្ញុំទទួលយកទាំងអស់ ឡចាំអ្នកពីសង្គមចុះ Hello នេះទៅថ្វាយបង្គំខ្ញុំពីដងឲ្យលន់សំឡេងខ្ញុំនឹងពិចារណាក្នុងការដោះលែងនាង ណាស់ សិនវ៉ាន់វ៉ាន់បើអ្នកនៅតែបន្តដូចនេះទៀតវានឹងមិនត្រឹមតែជាប់គុកទេវានឹងមិនសាមញ្ញត្រឹមប៉ុណ្ណោះទេអ្នកគិតច្បាស់កុំធ្វើរឿងឈួតឆ្កងស្ងាត់មាត់ គិតច្បាស់ហើយនៅបើមិនដូច្នេះទេខ្ញុំនឹងធ្វើឲ្យនាងខ្លាយគីដេផូនៅមុខណា កុំខ្ញុំអនលំតូន ជាងប្រធានអ្នកពិតជាអនលំទួនដើម្បីនាងមែនទេ ឥឡូវអាចដោះលែងនាងបានទេ ខ្ញុំធ្លាប់និយាយពេលណាថានឹងដោះលែងនាង ចុះអ្នកចង់ធ្វើអ្វីទៅ ពួកអ្នកផឹកវេចូលធ្វើឲ្យស្រីរៀងក្នុងខ្លួនរន់ហើយស្លាប់ឥឡូវនេះខ្ញុំផ្ដល់គម្រើសពីរដល់អ្នកមួយអ្នកផឹកវីឬមួយខ្ញុំនឹងបំពន់គាត់ឲ្យផឹក សិនវ៉ាន់វ៉ាន់តើអ្នកនៅតែចង់បង្កឲ្យមានមនុស្សស្លាប់ទៀតឬ មេតអ្នកខ្លាចហើយអ្នកមិនស្រឡាញ់គាត់ខ្លាំងទេឥឡូវនេះអ្នកទាំងពីរនាក់ហើយគ្រូបានតែម្នាក់តែអ្នកព្រមស្លាប់ជំនួសគាត់ទេ ឡខ្ញុំនឹងផឹកប៉ុន្តែអ្នកត្រូវតែសន្យាជាមួយខ្ញុំបន្ទាប់ពីខ្ញុំផឹករួចអ្នកត្រូវតែដោះលែងនាង ឡខ្ញុំសន្យា ជីអីមុននេះខ្ញុំមានទោសចំពោះណាស់យកតែជីវិតរបស់ខ្ញុំនេះទៅផ្លាស់ប្ដូរ ជាងបីហានអ្នកឈួតហើយមែនទេជាងបីហានហើយឡានពេទ្យភ្លាមគាត់ពិតជានឹងស្លាប់ ស្លាប់កុំបារម្ភវាមិនមែនជាណាំពលដែលអាចសម្លាប់មនុស្សបានទេវាគ្រាន់តែធ្វើឲ្យអ្នកអល់កម្លាំងទាំងស្រុងប៉ុណ្ណោះអ្នកគ្រាន់តែដេកនៅទីនេះល្អបើកភ្នែកមើលចុះរបៀបដែលខ្ញុំធ្វើជារនកម្មស្ត្រីដែលអ្នកស្រឡាញ់បំផុតនេះ ណាស់ឈួត មុខសាច់ណាស់អ៊ីកឹងពិតជាគួរឲ្យស្ដាយ ស៊ីនវ៉ាន់វ៉ាន់អ្នកត្រូវតែស្ងៀមស្ងាត់ Darlingខ្ញុំមានទីណាគាត់ថាជាងនាងអ្នកអាចធ្វើដើម្បីនាងដល់ថ្នាក់នេះ ដោះលែងនាងចេញមានអ្វីចាំបាច់ធ្វើចំពោះខ្ញុំ ឡ
ល្អណាស់ឯងចង់ជំនួសស្នេហ៍មែនខ្ញុំនឹងធ្វើឲ្យឯងសម្រេចស្លាប់ជាមួយគ្នាទៅ GA សុងគី គុំរំកិលជូខ្ញុំ យល់ព្រម នៅតែខ្វះបន្តិចដេកលើពួយ សុងគីកុំធ្វើឲ្យខ្ញុំភ័យឯងត្រូវតែមានសុខភាពល្អសុងគីគ្រួសារមិនអាចចូលបានទេ ស៊ីនវ៉ាន់វ៉ាន់ត្រូវបានចាប់ហើយសុងគីមានអ្វីកើតឡើង ប្រសិនបើស៊ីនវ៉ាន់វ៉ាន់ត្រូវបានប៉ូលីសចាប់យកពិតជាគ្មានរឿងថ្ងៃនេះទេអ្វីទាំងអស់នេះគឺដោយសារតែគ្រូពេទ្យមានអ្វីកើតឡើង អ្នកជំងឺត្រូវការផ្លាស់ឈាមអាអ្នកណាជីក្រុមឈាមអេ ក្រុមឈាម ខ្ញុំយកឈាមខ្ញុំយល់ព្រមអូអញ្ចឹងអង្គុយនៅទីនេះមានអារម្មណ៍បែបនេះ បានហើយ ពីមុនអញដើម្បីស៊ីនវ៉ាន់វ៉ាន់បានបង្ខំឲ្យ GE ប្រចាំឈាមឲ្យនាងទាំងអស់នេះជាអ្វីដែលអញជំពាក់នាង ជាងបៃហាន GE មកហើយអី រឿងឯងបរិច្ចាគឈាមឲ្យសុងគីអរគុណ ឯងដឹងទេពួកអញធ្វើរឿងទាំងអស់នេះមិនមែនដើម្បីគាត់ទេ GE ពួកយើង ឈប់ត្រឹមនេះចុះឯងបានបរិច្ចាគឈាមឲ្យសុងគីហើយអញវិញដោយសារឯងក៏បានបរិច្ចាគឈាមឲ្យស៊ីនវ៉ាន់វ៉ាន់រវាងពួកយើងត្រូវរាប់ស្មើគ្នាត្រឹមនេះ មិនអាចរាប់ស្មើគ្នាបានទេអញខុសហើយអញដឹងថាខុសមែនពេលវេលាថ្មីនេះអញមិនសប្បាយចិត្តរាល់ថ្ងៃអញមិនអាចឲ្យឱកាសអញម្ដងទៀតបានទេអេ យឺតពេលហើយជាងបៃហាន មិនយឺតទេគ្រាន់តែរែងអាចអភ័យទោសអញពួកយើងអាចចាប់ផ្ដើមគ្នាថ្មីបាន អញមានផ្ទៃពោះហើយ អី ខ្ញុំនិយាយថាខ្ញុំមានផ្ទៃពោះជាមួយសុងគីហើយ មិនអាចទេមិនអាចទេអ្នកកំពុងបោកបញ្ឆោតខ្ញុំមែនទេអ្នកគ្រាន់តែចង់ឲ្យខ្ញុំអស់សង្ឃឹមប៉ុណ្ណោះ ជាងបៃហាននៅពេលដែលអ្នកធ្វើឲ្យខ្ញុំឈឺចាប់ម្ដងហើយម្ដងទៀតខ្ញុំលែងស្រឡាញ់អ្នកទៀតហើយខ្ញុំនឹងមានជីវិតដ៏សប្បាយរីករាយជាមួយសុងគីនឹងមានកូនដែលជាកម្មសិទ្ធិរបស់ពួកយើងមិនអាចទៅរួមគ្នាក្នុងជីវិតនេះទៀតទេផឹកយឺតរបួសនៅឈឺទេ មានអ្នកថែទាំក៏មិនជីទីថៃ ដូច្នេះអ្នកត្រូវតែជាសះស្បើយឲ្យបានលឿន អូន ជីខ្ញុំបានបាត់បង់អ្នកពិតប្រាកដហើយ លោកចៅវាយជាងស៊ីនវ៉ាន់វ៉ាន់ច្បាស់ជាឲ្យលោកផឹកថ្នាំពុលទេតាហេតុអ្វីបានជាលោកមិនប្រាប់នាងជីអ៊ីទៅ ប្រាប់នាងក៏មិនព្រមមកជួបខ្ញុំដែរ ឡោះហើយសុំលោកស្ដាប់ពីយាយចុះទៅព្យាបាលនៅបរទេសទៅ មិនបាច់ទេខ្ញុំសុខចិត្តធ្វើដូច្នេះហើយក្រោយពីបាត់បង់នាង GE ខ្ញុំក៏គ្មានអ្វីគួរឲ្យចង់រស់ទៀតដែរខ្ញុំគ្រាន់តែចង់ជួបមុខនាងម្ដងទៀតប៉ុណ្ណោះ ប្រពន្ធអូនយឺត អូនហើយប្រយ័ត្នពេក អ្នកទាំងពីរគឺជាលដាវពិសេសរបស់បងត្រូវតែរក្សាអ្នកទាំងពីរឲ្យបានល្អហើយ GD ឃើញថាឥឡូវនាងមានសុភមង្គលខ្លាំងណាស់ខ្ញុំក៏សប្បាយចិត្តហើយ
លោកចាវាយ